túc smart đấy cùng dũng cùng sao chi ăn tập bót ở so sơn mũi bái chi ăn tập bót tè sẵn nạ với chiêu mũi bài chi ăn tập bót trên tờ sát mũi bài chi ăn tập bót cờ rú cờ xót mũi bài cút đá ở và sai mật nhôm khác cái thác nhôm ní chữ president Bolivar khác tiết thác nhôm chữ president rồi ở gì Apro group the knia tại khơi nhóm nữ tỷ nụ chỉ nết ba râu nộp té một đài chụp từ tỏ từ so khi khơi nhóm đá thấy trọt đào chốt đào láng đào vùi vố đuôi sạt khái hà quạt khoái lừa tắc đầm bấy rộp trời bà tam chất cùng nết nhóm vô thả nhóm ní mình sự đuôi sạt khái từ nụ tì nhóm còn tại ngựa bằng hơi chặt khổ từ lư mà hốp đôi sọ chào chài đai cầm pông tại kho bệnh trên nhà sầm rót sa lập bát hai đai cầm pông tàn đai thô hài pi pin vì thấy tàng nốt tai bẩn noแต่สนัยភាពទាំងនេះបានធ្វើឲ្យចិត្តខ្ញុំរំភើបសប្បាយបាត់កង្វល់គ្រប់បែបយ៉ាងនៅក្នុងបញ្ហាជីវិតមិនតែប៉ុណ្ណោះវាដូចជាឱសថជួយដំកោសច្រេះអភមង្គលដែលមានកប់ជាប់នៅក្នុងខួរស្វារបស់ខ្ញុំឲ្យច្រេះស្អាតឲ្យភ្លឺថ្លាឲ្យស្រស់បំព្រងធ្វើឲ្យខ្ញុំមករៀនអ្វីឆាប់ចេះឆាប់ចាំថែមទៀតហេតុដែលថាគួរខ្ញុំជាគួរស្វាមកពីមិត្តខ្ញុំម្នាក់គឺយល់ថាគួរក្បាលខ្ញុំចម្លែកពីមនុស្សផងនានាហើយគឺថាខ្ញុំមានគួរស្វាទៅក្នុងករណីនេះខ្ញុំក៏ឆ្ងល់ខ្លួនឯងដែរមានថ្ងៃមួយខ្ញុំដូចជាហួសចិត្តហើយនឹកអៀនខ្លួនតែម្នាក់ឯងនៅកណ្ដាលទីក្រុងការពិតមិនមែនអៀនខ្មាស់ពីមិត្តភ្នាក់ងារប៉ូលីសមកខ្ញុំមិនមែនអៀនខ្មាស់ពីពាណិជ្ជករដែលសំអែលពុះស្អុយក៏គ្រប់ខ្លួនទៅទេគ្មានអាវខោខ្លីកប់ក្រលៀនសឹងតែលិចពងនោះទេគឺខ្ញុំខ្មាស់អៀនផ្លូវថ្នល់ហើយខ្មាស់អៀនសសរដងគោមនៅតាមដងវិថីហើយខ្មាស់អៀនដើមឈើដែលដាំលម្អទីក្រុងហើយខ្ញុំខ្មាស់អៀនរហូតដល់សម្រាមខ្លះដែលមាននៅតាមថ្នល់បើមិត្តភ័ក្តិខ្ញុំខ្លះដឹងរឿងខ្ញុំខ្មាស់នេះច្បាស់ជាគេនាំគ្នាចោទថាខ្ញុំមកវិញឈួតស៊ុបមែនតើហើយគេច្បាស់ជានាំគ្នាទៅហៅពេទ្យឈួតឲ្យមកពិនិត្យខ្លួនខ្ញុំឬក៏ឲ្យមកចាប់ខ្ញុំទៅដាក់ពេទ្យឈួតតែម្ដងក៏មានគេធ្វើដូចនេះព្រោះគេយល់ថាគេធ្វើត្រូវជាពិសេសព្រោះគេយល់ថាអំពីគេគឺជាការធ្វើបុណ្យសន្សំទានទុកទៅជាតិក្រោយតែបើតាមគំនិតខ្ញុំវិញខ្ញុំថាខ្ញុំអត់ឈួតទេហេតុអ្វីបានជាខ្ញុំមិនខ្មាស់អៀនមនុស្សមានភ្នែកដូចគ្នាបានជាដូចនេះព្រោះមនុស្សដូចគ្នាគេពុំបានខ្វល់ខ្វាយនៅខ្លួនខ្ញុំទេគិតតែពីលក់ដូរខ្វេះកកាយប្រវាញ់រត់លុយក្នុងហៅប៉ៅតែប៉ុណ្ណោះចំណែកឯវត្ថុគ្មានវិញ្ញាណវិញវាមានតវ៉ាតខ្វល់នឹងរឿងទាំងនោះទេម្ល៉េះហើយបានជាវាឃើញខ្ញុំដើរត្រេងត្រង់អាវ៉ាខ្សែតាមថ្នល់ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ខ្ញុំនៅតែទុកចិត្តថាខ្ញុំមិនឈួតដែរព្រោះលោកពោលថាមនុស្សឈួត3គឺឈួតស្រីឈួតស្រានិងឈួតកាស៊ីណូឯខ្លួនខ្ញុំវិញប្រហែលឈួតដល់អាវ៉ាខ្សែហើយមើលទៅខ្មែរឯករាជ្យថ្ងៃច័ន្ទទី22ខែកញ្ញាឆ្នាំ1969ក្រហមគៀនក្រលៀនហើយដល់ហើយទៅដើរស្នេហាអរត់អរាយបរោះកំឡោះកូន4មួយនាក់ត្រូវបានប៉ូលីសស្ពេស្ប៉ាល់ចាប់យកទៅឃុំឃាំងក្រោយពីយកព័ត៌មានអំពីមុខងារការវេលាដែលចូលធ្វើការប៉ុស្តិ៍នានាដែលបានទៅធ្វើការកាលពីមុនអាយុកំណើតស្រុកកំណើតគ្រួសារសាច់ញាតិឡាក់របស់បរិះនោះរួចហើយលោកអធិការប៉ូលីសស្ពេស្ប៉ាល់ក៏បញ្ចេញចាញ់ថ្មិញបង្ហាញចង្កូមឆ្លិចសួរការថា
ôi lúc score niềng cầm một cô rung chặt nụ dù hỏi bát tớp tại score ôi lúc đằng thà niềng miền chật cầm nứt chia ấy thế bát đằng niềng lúc miền chật cầm nứt chỉ cầm một cô rung chặt lúc Atika xua đời thuần không bên dù đưa nâng tỷ chùm trong dù thả lúc miền đằng thà niềng nút có hòm tí bần to pi nơi như bần tách tầm nấu chia tre ri picha na ông pi đường ở vầy muối bà rọ con bốn con nhìn nhóm phục rì rúi lòi thả ở rừng nắng trong đằng đai lúc Atika xú đời ngọt ôi lúc đằng nước bề ná bà đằng nước bề nhom prap điền thạc nhom sờ lạnh niên ôi mấy ban chỉ lúc lòi chân từ mình lúc Atika vừa một cờ mờ bà pro một niên lang cờ hông lúc Atika police special khăn nhà khẳng có chắc tục phong phong một trái cùng đồ cùng hộp thả ông mê đưa năng tê bữa đó cầm lọt bài ái có hát đôi chia láo đôi slon lào thả ô xùm ọt tốt dùng plei chùm riêng niềng nắng cờ hôm được còng của bà phú ôi mệnh lục lào chẳng bà pro miền pro chơi cờ hôm muối nơi kiên cờ liên mai ai kể ngày ăn kia ngày tí một phẩy bay cả nhá năm một con bằng buồn rồi học sắp bằng buồn lót vàng nôn ôi non ong vào chung cái rút sol muối để ông pi vị trí sẽ tạm sồn rồi bị bàn bị po rồi pin ấy bị pun vô pi bị chạy cái tê sầm khan đuổi hói lúc Atika và Tom thực giá có ban su từ ong và chùm thả ba nè kêu đại dương lượng dược một gì ní hai anh tập bọt đuổi hói hỏi sớ có bàn thưa ca sầm ru akara uy đuổi hỏi đấy ta nè kêu nó trời thưa đi một đại tiền nè kêu mình nè đây thọp tại miền vô há mót cháu hỏi cho trận đi dây không phải lên cho đàn chuyện kia ai nó ban lực đại hỏi cái đó chó ruột bù thả bà con sơ thưa hỏi nè kêu nó trời lót một lần ôngประชุม thằng muốn cột tú sầm nào dạng khang bây đôi nhờ sinh thức Apollo tỷ độc mùi vừa oi Pariaka nước pin bắt được biết điệp rồi lục Atika cụ tộc phong hơi đi về khang thả xôm nghiêm mình mến lót trong put nè cừu lị tê cứ lót trong put vang nấu để bán tạp lô mai ai kể ngày put tí một phẩy buồn cả nhá năm một con bằng buồn đói học sắp bằng buồn ý lứa miền ngày muối ở trong chút nâng mất trong mình né để miếng nghĩa chỉ Atika và Tom sặc xa còn được khuyên trong liếm ở mất trong mình nè nó sẽ khlang chỉ trong thả ý lứa phải cô để bàn chỉ hiện được xếp để đá nó là sai mai ai kể vậy trong làm một nội dụ hỏi mơ từ chấm có cho lòi từ việc bình đôi chiều mà nuôi cút cái lên cao thang hãy cùng đi dây đường ngọt này anh đôi chiều sao cút đó mà pro ấy bị dục mình ấy anh vừa sọp khứa như một bát một dục anh từ thàn ở ruộng nó có bàn tay hơi đòi khơi anh công với ở độ sạch chiếm nâng kỳ miến hơi lục cho một ba nó hơi việc con mềm chuyện vì trả thang hãy cùng nè chăm chung bên đuối bàn dưới nóm dục từ lơ đi dừng túc ở ấy nơi xin xóm chỗ mọi thuật dần anh đôi chỉ khơi như rương ní nơi được nơi nhận lòi hãy cùng nóm rương ní một dây tiền anh phơi nè anh ấy bàn chòm chụp lừa mền ai nị dây mền tết viên nị dây cụt từ vinh mai ai kể ngày tim một phẩy buồn cả nhá năm một con bằng buồn đói học sắp bằng buồn chào sách dục ẩn miền sâu mình né ở điên ở th나 tìm muối tùm nước này vị trí lại mùi miền nị sai trôi chất tài khuôn trôi chất sầm liệt bằng pé đại miền mốt tùm nước hơi trôi chất tục xóa bên một chung ngay mùi lúc sắc xa phải rẽ bàn co hơi sơ nút tật cán ca là lại đồng bay cao đầm lắc âm pi vì nấy để tẹt tâu nằng ai sẵn thái nằng cá cắt sọ về nấu sơn nước cho lòi tốt từ bình thà tiên bảo ta
ខោសងភ្លីខោជើងតូចជើងធំឬទុកសក់ខ្លីសក់វែងត្រង់ហ្នឹងវានាំឲ្យហិនហោចសេដ្ឋកិច្ចជាតិនាំឲ្យប្រទេសជាតិមានគ្រោះថ្នាក់យ៉ាងណាទៅទៀតមានហិនហោចគ្មានគ្រោះថ្នាក់អ្វីទេឲ្យឯងគ្រប់វិន័យនេះគឺគ្រាន់តែលបងទម្លាប់ឲ្យឯងចេះឲ្យឯងស្គាល់វិន័យឯងចេះគ្រប់វិន័យដើម្បីឯងមានទម្លាប់ចេះគ្រប់ច្បាប់សម្រាប់រត់ទៅថ្ងៃក្រោយតែប៉ុណ្ណោះហើយបើនៅក្នុងវិទ្យាល័យសិស្សមិនគ្រប់វិន័យសាលាទៅហើយចូលដល់ថ្ងៃក្រោយតើសិស្សនឹងគ្រប់ច្បាប់សម្រាប់រត់ឬទេសិនបើពលរដ្ឋម្នាក់មិនគ្រប់ច្បាប់តើវាសនារដ្ឋនឹងទៅជាយ៉ាងណាទៅឬនឹងគឺគ្រាន់តែជាការលបងឲ្យឯងមានទម្លាប់តែប៉ុណ្ណឹងអញ្ចឹងបងខ្ញុំនឹងឪពុកធំខ្ញុំមកគាត់ចេះបងសួរហើយចេះរកលុយនេះអាចបានច្រើនសឹងតែទិញមាសធ្វើរបងផ្ទះទៅហើយគាត់សុទ្ធតែមានទម្លាប់បងសួរមានទម្លាប់រកលុយនេះអាចតាំងពីការនៅរៀនម្លេះមែនទេលោកគ្រូរឿងប៉ុណ្ណឹងមិនមែនជាទម្លាប់អប់រំនៅសាលាទេគឺជានិស្ស័យធម្មជាតិរបស់មនុស្សច្បាប់វិន័យគឺច្បាប់វិន័យលក្ខណៈមនុស្សគឺជាលក្ខណៈមនុស្សមានអ្វីដូចគ្នាឡើយច្បាប់សម្រាប់រដ្ឋឬវិន័យសាលាគឺជារបស់មនុស្សធ្វើមនុស្សបង្កើតហើយបើវាជារបស់មនុស្សធ្វើមនុស្សបង្កើតអញ្ចឹងមនុស្សក៏អាចគ្រប់វាឬមិនអាចគ្រប់វាតាមចិត្តដែរឯការស្រែកឃ្លានឬអំពើលោភលន់វិញពុំមែនជារបស់មនុស្សធ្វើឬមនុស្សបង្កើតឡើយគឺជាលក្ខណៈកំណើតរបស់មនុស្សដែលធម្មជាតិឲ្យមកមនុស្សខ្លះមានតិចមនុស្សខ្លះមានច្រើនជាការធម្មតាហើយបើការស្រែកឃ្លានបើអំពើលោភលន់មិនមែនជារបស់មនុស្សធ្វើឬមនុស្សបង្កើតចឹងមនុស្សក៏ពុំអាចយកកម្លាំងទៅប្រឆាំងវាឲ្យបានដូចបំណងហើយបានសម្រេចដោយសេចក្តីប្រាថ្នាបានឡើយចិត្តឬបំណងចង់បំបត្តិវាឬមិនចង់បំបត្តិវាគឺជាការអត់ន័យមួយដូចព្រះពុទ្ធកាថាតថាគតអាចប្រោសតែសត្វណាដែលមាននិស្ស័យប៉ុណ្ណោះសត្វណាដែលគ្មាននិស្ស័យតថាគតមិនអាចប្រោសបានទេអញ្ចឹងអំពើលោភលន់គេមិនអាចបំបត្តិវាបានទេបញ្ហាពិបាកគឺនៅត្រង់ហ្នឹងបំបត្តិបានឬបំបត្តិមិនបានវាដូចជាស្រមោលអន្ទោតាមប្រានៅទីមានពន្លឺស្រមោលក៏មានរូបរាងទៅដែរដូចដល់នៅក្នុងទីងងឹតសូនសងស្រមោលនោះក៏រលាយរូបរាងចូលលីឡំនឹងគេឯងទៅរឿងនេះគឺពិតណាស់មនុស្សដែលអួតអាងយកឈ្នះអំពើលោភលន់បានគឺសុទ្ធតែជាអ្នកលេងល្ខោនកំ pl ែងកោតកោព្រោះថាតាំងពីសម័យព្រះពុទ្ធរហូតមកដល់សព្វថ្ងៃទម្លាប់អប់រំសិលធម៌វាគ្មានន័យទាល់តែសោះទៅមុខថយក្រោយងាកឆ្វេងងាកស្ដាំគឺឃើញនៅតែដដែលយប់រួចថ្ងៃថ្ងៃរួចយប់គ្មានអ្វីផ្លាស់ប្ដូរសោះឡើយអញ្ចឹងការអប់រំនៅសាលាគ្មានបានផលអ្វីទេអូចុះក្រែងមានអ្នកត្រឹមត្រូវខ្លះដែរអ្នកល្អត្រឹមត្រូវតាមការអប់រំនៅសាលាមានខ្លះដែរហើយក៏ប៉ុន្តែអ្នកទាំងនោះយូរត្រឡប់ទៅជាលប់សតិខ្លះនាំគ្នាចូលមន្ទីរពេទ្យឈួតខ្លះត្រូវគេចាប់បញ្ចូលពេទ្យឈួតខ្លះដើរអាវ៉ាសែឯងមើលពួកហ៊ីពីមើលពួកនិស្សិតសាកលវិទ្យាល័យអាក្រាតព្រឹត្តិការណ៍នេះកើតឡើងក៏បណ្ដាលពីមនុស្សលប់សតិហើយមិនដឹងជាមានជំនឿទៅលើអ្វីទេកាលពីដើមមានជំនឿទៅលើព្រះអាទិទេពលោកជួយសម័យចង់អ៊ីឡូធ្វើឲ្យមនុស្សរោគច្រកចេញមិនឃើញឡើយយូរនាំគ្នាស្រាតតែម្ដងព្រោះឃើញអ្វីសុទ្ធតែគ្មានន័យសុទ្ធតែជាការបំឡន់បំភាន់ភ្នែកបំភាន់គំនិតតែប៉ុណ្ណោះហើយបើអញ្ចឹងការអប់រំសិលធម៌នៅសាលាមានប្រយោជន៍អ្វីទៅមិនជាការអត់បានការទៅហើយការអប់រំសិលធម៌គឺជាចម្រៀងបំពេឲ្យមនុស្សដែលមានសតិស្រាលនាំគ្នាស្រាតខោស្រាតឲ្យក្រវត្តចោលឬដាក់ទានឲ្យគេទាំងអស់ហើយនាំគ្នាទៅធ្វើជាខ្ញុំគេឬនាំគ្នាឈួតតែម្ដងហើយមើលសង្សារ៉ូសូវ៉ុលតែវិចទ័រអ៊ុយហ្គេជាដើមអ៊ុយហ្គោជាដើមគាត់ទាំងនេះមានគំនិតពីរោះដូចភ្លេងលងខែកឃ្លងខែកហែកខ្មោចអញ្ចឹងហើយបើអញ្ចឹងហេតុអីបានជាលោកគ្រូបន្ទោសខ្ញុំលោកគ្រូគ្មានបំណងបន្ទោសអំពីរឿងកៅអៅនិងសក់ទេការពិតមិនដឹងជាបន្ទោសឯងអំពីអ្វីផងព្រោះឯងអត់មានកំហុសបើបន្ទោសឯង
គួរបន្ទោដេកាតនិងរ៉ូសូផងព្រោះទុកសក់វែងដូចគ្នាបើនិយាយរឿងកៅអៅវិញយើងទាំងអស់គ្នាខុសទាំងអស់ព្រោះមនុស្សជំនាន់ដើមស្រាទេតាយើងមិនគួរយករឿងកាត់សក់ទុកប៉ុណ្ណឹងមកបង្កាត់ភ្លើងស្រែកឡូឡាដូចជាភ័យស្លន់ស្ងោពេកភ័យជាងគេកាប់សម្លាប់ជិះជាន់អាកោហត់ឈាមទៅទៀតអាពេលនេះខ្ញុំគ្រាន់តែសុំអង្វរឲ្យឯងធ្វើតាមវិន័យសាលាតែប៉ុណ្ណោះឯការយល់យ៉ាងណាស្រេចតែឯងទៅចោះដើម្បីបន្ធូរបរិយាកាសកុំឲ្យលប់សតិខ្លាំងពេកលោកសិក្សាភិរៈក៏សួរទៅយុវជននោះថាពីយប់មិញប៉ាឯងទៅដល់ផ្ទះម៉ោងប៉ុន្មានបាទប្រហែលម៉ោង3ភ្លឺខ្ញុំឃើញទឹកមុខគាត់ដូចជាមិនសូវស្រួលប្រហែលគាត់ចាញ់ច្រើនហើយមើលទៅខ្ញុំឮប៉ាប្រាប់ថាពីយប់មិញលោកគ្រូឈ្នះច្រើនណាស់ហើយក៏ប៉ុន្តែឮថាលោកគ្រូចាញ់នៅវងប៊ូកាពីថ្ងៃក៏មិនតិចដែរមែនទេលោកគ្រូខ្មែរឯករាជ្យថ្ងៃទី16តុលាឆ្នាំ1969គេក៏នាំខ្ញុំចេញទៅអូនៅថ្ងៃមួយនោះមិនដឹងជាថ្ងៃណាឡើយខ្ញុំរកនឹកមិនយល់ខ្ញុំឃើញព្រះរាជអាជ្ញាឬក៏ស្នងការព្រះរាជរដ្ឋាភិបាលចោទប្រកាន់ថាខ្ញុំជាមនុស្សក្បត់ជាតិគឺក្បត់ជាតិនៅក្នុងកលៈទេសៈមួយដ៏ចម្លែកសូម្បីតែរូបខ្ញុំក៏រកនឹកមិនយល់ថាតើខ្ញុំក្បត់ជាតិនៅក្នុងកលៈទេសៈយ៉ាងដូចម្ដេចតើក្បត់អ្វីគេបានចាប់ខ្ញុំយកទៅឃុំឃាំងនៅក្នុងគុកស្នងការព្រះរាជរដ្ឋាភិបាលបានចោទប្រកាន់តាមផ្លូវច្បាប់សូមឲ្យតុលាការកាត់ទោសយកខ្ញុំទៅបាញ់ចោលនៅថ្ងៃកាត់សេចក្តីចុងក្រោយអ្វីដែលនៅជុំវិញខ្លួនខ្ញុំសុទ្ធតែគ្មានន័យទាំងអស់អារម្មណ៍ខ្ញុំមិនដែលត្រសែទៅសែនឆ្ងាយភ្នែកខ្ញុំបើកមែនទែនក៏ប៉ុន្តែមើលអ្វីមិនឃើញឡើយអនុស្សាវរីយ៍ 10000 ចំពោះបានរត់សាត់មករកខ្ញុំបន្ទាប់គ្នាម្ដងមួយធ្វើឲ្យខ្ញុំលង់ទៅក្នុងពិភពរវើរវាយគ្មានទីបំផុតសំឡេងកូនក្មេងតូចម្នាក់យំរੂលាន់ឡើងស៊ឺគ្រូលួចចេញពីក្នុងចំណោមទស្សនិកជនប្រហែលជាកូនខ្ញុំយំក៏មិនដឹងព្រោះនៅពេលនោះប្រពន្ធខ្ញុំក៏បាននាំកូនឲ្យមកស្ដាប់គេកាត់ទោសឪពុកវាដែរសំឡេងក្មេងយំបានមកអង្រួនស្មារតីខ្ញុំធ្វើឲ្យខ្ញុំភ្ញាក់ពីការយល់សប្តិទាំងទឹកភ្នែកឲ្យភ្ញាក់ពីសភាពគ្មានព្រលឹងទាំងភ្នែកស្រស់ក៏ប៉ុន្តែសំឡេងក្មេងយំគ្រាន់តែដាស់ខ្ញុំឲ្យភ្ញាក់ពីសមុទ្រអនុស្សាវរីយ៍មួយបែបគ្មានន័យដើម្បីនាំខ្ញុំឲ្យលង់លក់ចូលទៅក្នុងពិភពអនុស្សាវរីយ៍មួយទៀតដែលធំធេងគ្មានកោះគ្មានត្រើយដែលធ្វើឲ្យខ្ញុំរត់តែអណ្ដែតរសែតមួយកម្រិតទៀតយ៉ាងរន្ធត់អ្វីដែលជាទីសប្បាយកាលពីក្មេងអ្វីដែលលួងលោមចិត្តខ្ញុំអ្វីដែលធ្វើឲ្យខ្ញុំដំបៅដើមទ្រូងរហូតមកដល់ពេលនេះអ្វីដែលធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែកមិនចេះละហើយអ្វីដែលធ្វើឲ្យខ្ញុំអស់សង្ឃឹមរកទីបំផុតគ្មានអ្វីដែលធ្វើឲ្យខ្ញុំឈឺចុកចាប់យ៉ាងក្រៃលែងអ្វីទាំងអស់នេះរឹតតែធ្វើខ្ញុំភ្លេចភ្លាំងថាតើពេលនេះជាពេលអ្វីភ្លេចរកនឹកមិនយល់ថាតើពេលនេះខ្ញុំនៅឯណាថាតើរូបខ្ញុំនេះជារូបខ្ញុំឬមិនមែនរូបខ្ញុំថាណូអ្វីក៏ដោយដែលលាន់លឺនៅជុំវិញខ្លួនខ្ញុំគឺគ្មានន័យអ្វីសោះចំពោះរូបខ្ញុំសូម្បីតែសម្ដីអាវ៉ូកាដែលកំពុងនិយាយការពារខ្ញុំដើម្បីស្នើសូមកុំឲ្យតុលាការកាត់ទោសសម្លាប់ខ្ញុំសូមឲ្យតុលាការសម្រាលទោសខ្ញុំក៏ខ្ញុំមិនបានលើដែរមិនដឹងថាគាត់បាននិយាយអ្វីខ្លះឡើយជាខ្ញុំនៅពេលនោះហាក់ដូចជាមិនចង់ឮមិនចង់ដឹងមិនចង់ប្រឡាក់គឺខ្ពើមមិនចង់ដឹងមិនចង់ឮគេកាត់ទោសខ្ញុំតតែសោះក្នុងពេលមួយនោះខ្ញុំហាក់ដូចជាឮគេនិយាយល្វើយថាកុំធ្វើទោសមនុស្សស្លូតត្រង់គ្នាស្លូតត្រង់ទេធ្វើមិនបើរឿងយ៉ាងហ្នឹងខ្ញុំបានដឹងខ្លួនឡើងវិញពេលកងប្រដាប់អាវុធដឹកដៃខ្ញុំនាំខ្ញុំទៅសម្រាកក្នុងបន្ទប់ពិសេសមួយ
ដើម្បីឲ្យតុលាការយករឿងខ្ញុំទៅកាត់សេចក្តីសម្រេចជាសម្ងាត់នៅក្នុងបន្ទប់ខ្ញុំបានរងចាំអស់ពេល15នាទី15នាទីដែលហាក់ដូចជា1500ឆ្នាំព្រោះចំពោះរូបខ្ញុំ15នាទីនោះធ្វើឲ្យធុញទ្រាន់អស់ចាធ្វើឲ្យថប់ដង្ហើមក្រៃលែងរាល់តែដង្ហើមចេញចូលខ្ញុំបន់ហើយបន់ទៀតបន់ឲ្យគេនាំខ្ញុំទៅគុកវិញបន់ឲ្យទីគេនាំខ្ញុំទៅទុកកន្លែងស្ងាត់ឲ្យបានឆាប់ជាទីបំផុតព្រោះខ្ញុំមិនចង់ដឹងមិនចង់ឮមិនចង់ឃើញអ្វីៗនៅទីនោះយូរទេខ្ញុំចង់តែនៅស្ងាត់មួយនៅឯងខ្ញុំចង់តែឲ្យគេសម្រេចរឿងខ្ញុំឲ្យឆាប់បំផុតដើម្បីឲ្យខ្ញុំបានសុខនៅក្នុងគុកក៏ដោយសុខនៅឋានខ្មោចក៏ដោយយ៉ាងណាក៏បានដែរធ្វើមិនកុំឲ្យតែឃើញកន្លែងកាត់សេចក្តីស្អីគេនោះតទៅទៀតនៅទីបំផុតគេក៏នាំខ្ញុំទៅស្ដាប់សេចក្តីសម្រេចចុងក្រោយបំផុតរបស់តុលាការនៅគេអានសេចក្តីសម្រេចខ្ញុំគ្មានលឺអ្វីទាំងអស់អ្វីក៏គ្មានលឺដែរត្រចៀកខ្ញុំហឹងភ្នែកខ្ញុំស្រវាំងបែកផ្សែងហើយរំពេចមួយនោះស្រាប់តែមានពាក្យមួយឃ្លាមិនដឹងជារសាត់មកពីទីណាដោយចៃដន្យក៏មិនដឹងចូលមកក្នុងត្រចៀកខ្ញុំលឺសូរល្វើយសឹងតែមិនដឹងជានិយាយថាម៉េចផងឃ្លានោះហាក់ដូចជាបាននិយាយថាគេត្រូវយកខ្ញុំទៅបាញ់សម្លាប់ចោលនៅកណ្ដាលផ្សារដើម្បីឲ្យសាធារណជនមើលបន្ទាប់មកខ្ញុំហាក់ដូចជាឮលោកចាងវាងសួរខ្ញុំថាខ្ញុំមានចង់និយាយស្អីទេនៅពេលនោះខ្ញុំហាក់ដូចជាធុញទ្រាន់ក្នុងចិត្តណាខ្ញុំខ្ជិលណាសូម្បីតែបើកភ្នែកមើលគេឬបើកត្រចៀកស្ដាប់គេក៏ខ្ញុំខ្ជិលដែរក៏ប៉ុន្តែនៅទីបំផុតមិនដឹងជាមានកម្លាំងអ្វីមួយដ៏ចម្លែកមកបង្ខំខ្ញុំធ្វើឲ្យខ្ញុំហាវមកនិយាយដោយមិនដឹងខ្លួននិយាយតបទៅវិញថាខ្ញុំគ្មានអ្វីនិយាយទេនៅពេលនោះគេក៏នាំខ្ញុំចេញទៅមិនដឹងជាទៅទីណាសំឡេងក្មេងយំចេះតែរសាត់មករកខ្ញុំរវើរវាយយ៉ាងក្រៃលែងភ្នំពេញឆ្នាំ1969ទប់ស្មារតី កុំឲ្យយំកុំឲ្យសើចមានថ្ងៃមួយនោះខ្ញុំបានដើរលេងលំហែនៅតាមដងវិថីនានាក្នុងក្រុងភ្នំពេញទៅតាមទម្លាប់ទៅតាមនិស្ស័យរបស់ខ្ញុំដែលជាអ្នកចូលចិត្តដើរលេងអាវ៉ាសែហើយនៅពេលដែលខ្ញុំដកគំនិតជាប់ចិត្តនឹងយីហោផ្ទះចិនមួយដែលចោលពន្លឺភ្លើងចម្រុះពណ៌ផ្លេកហើយដើម្បីតាក់ទាញម៉ួយគ្រប់ជាន់ថ្នាក់ហើយនឹងនៅពេលដែលខ្ញុំកំពុងតែភ្លឹបខ្ញុំដឹងជាត្រូវដើរទៅទិសណាទៀតស្រាប់តែមានដៃមួយមកចាប់ស្មាខ្ញុំអង្រួនយ៉ាងខ្លាំងធ្វើខ្ញុំភ្ញាក់ដឹងស្មារតីងាកផាន់ទៅរករួចខ្ញុំក៏លាន់មាត់ដោយស្រឡាកាំងថាអីអាប៉ុញជួយឲ្យមកពីកាហើយឯងចេញពីពេទ្យស្គូលយូរហើយអញទៅមកនឹងចេញមុននឹងបន្តិចអូយមិនតាន់ទៅដល់ផ្ទះផងរួចមិនហើយមិនទៅផ្ទះសិនអញចង់ដើរលេងឲ្យស្គាល់ទីក្រុងចិនយួនបន្តិចសិនមុននឹងទៅទីក្រុងខ្មែរគ្រាន់តែលើសម្ដីវាភ្លាមខ្ញុំបែកញើសត្រជាក់ឆ្អឹងខ្នងស៊ឹតរួចនឹកក្នុងចិត្តថាតើពួកម៉ាក់ខ្ញុំនិយាយត្រូវឬខុសហើយក៏ប៉ុន្តែនៅទីបំផុតខ្ញុំក៏វិនិច្ឆ័យថាពួកម៉ាក់ខ្ញុំនេះនៅឈួតពុំតាន់ជាមែនទេខ្ញុំក៏សួរវាថារួចមិនបានជាឯងថាក្រុងភ្នំពេញជាក្រុងចិនយួនទៅវិញចឹងវាអញមិនចេះឆ្លើយទេអាថ្លើមហើយបើអញឆ្លើយឯងនឹងពួកក្រុមឯងមកជំនុំអញថាអញឈួតទៀតហើយពួកឯងច្បាស់ជាចាប់អញដាក់ពេទ្យឈួតម្ដងទៀតដូចអញច្បាស់ជាមិនរួចខ្លួនពីសេចក្តីស្លាប់យ៉ាងអណធំនៅក្នុងទីពេទ្យឈួតទេសម្លាញ់ឥឡូវនេះអញឈប់សួរពីរឿងហ្នឹងហើយក៏ប៉ុន្តែអញសូមសួរឯងពីរឿងមួយទៀតបានទេហើយសួររឿងអីឥឡូវនេះឯងចាស់គួរអាយុចូលធ្វើការរាជការហើយតែឯងរួមរំប្រកបមុខរបរវិញអារឿងហ្នឹងអញបានគិតគូររួចយូរមកហើយតាំងពីអញនៅក្នុងពេទ្យស្គូតម្លេះអញបានគូរុកលក់ឥឡូវនេះអញគូបានរុកជាច្រើនរលឹកឯងជួយមើលនេះគឺរុកដែលអញគូតើល្អគួរសមអាចលក់បានលុយទេពូរួចអាពួកម៉ាក់ខ្ញុំ
ហុចរមូក្រដាស់កតុងមួយដុំមកឲ្យខ្ញុំក៏លាក្រដាស់ទាំងនោះមើលរួចមើលហើយមើលទៀតមើលដោយព្រាន់ប្រាំងមើលដោយហួសចិត្តរឹតដើមទ្រូងមើលទប់ស្មារតីកុំឲ្យទប់ស្មារតីកុំឲ្យសោចឬខ្ញុំសួរទៅវាថាឯណារូបហែងគូនោះអានេះវាយមានភ្នែកដែរមិនបានជាមើលឃើញអានេះចំជាភ្នែកពីងមែនរួចចូលណារូបហែងគូនោះបើអញមានឃើញអ្វីសោះអញ្ចឹងឯងមើលចំណងជើងផ្ទាំងគំនូរនេះមើលគឺរូបប្រជាជនខ្មែរសតវត្សទី21ហើយរូបនេះវិញមានចំណងជើងថាផែនទីប្រទេសកម្ពុជាឆ្នាំ2000ហើយចុះរូបនេះវិញព្រះសង្ឃខ្មែរឆ្នាំ2000ហើយមិនឃើញទេឃើញស្អីមួយចុះណារូបប្រជាជនខ្មែរសតវត្សទី21ហើយបើឃើញតែក្រដាស់សស្គូសអញ្ចឹងវាលុបបាត់ហើយវារលុបមួយចុះណារូបព្រះសង្ឃខ្មែររូបផែនទីប្រទេសកម្ពុជាឆ្នាំ2000នោះវាលុបបាត់ហើយដែរហើយមិនបានជាវារលុបបាត់អញ្ចឹងព្រោះអញគូយូរណាស់មកហើយនគរធំថ្ងៃទី26ខែធ្នូឆ្នាំ1969កុំមានជំនឿខ្លាំងពេកសាស្ត្រាចារ្យបារាំងម្នាក់មានសញ្ញាបត្រមហាបរិញ្ញាខាងអក្សរសាស្ត្រជាអ្នកឯកទេសបង្រៀនទស្សនវិជ្ជានៅមហាវិទ្យាល័យមួយនៅក្រុងប៉ារីសអ្នកផងតែងតែហៅគាត់ថាលោកសាស្ត្រាចារ្យចំគួតមានថ្ងៃមួយនៅពេលដែលគាត់បញ្យល់អំពីទស្សនៈសង្គមវិទ្យានិងប្រវត្តិវិទ្យារួចហើយសិស្សម្នាក់បានសួរគាត់ថាទុំអត់ទោសលោកគ្រូខ្ញុំបាននៅមិនទាន់យល់ត្រង់បុព្វហេតុនិងគោលបំណងពិតប្រាកដនៃការបដិវត្តមួយនីមួយដែលកើតមានឡើងនៅក្នុងលោកយើងនេះនៅឡើយបើតាមយោបល់ផ្ទាល់ខ្លួនខ្ញុំតើលោកគ្រូយល់យ៉ាងណាយ៉ាអូយលោកសាស្ត្រាចារ្យសម្លឹងសិស្សមួយភ្លេតទឹកមុខសញ្ជប់អញ្ចឹងរួចមានវិចារថាឯងចង់ដឹងថាតើការបដិវត្តមានប្រយោជន៍ឬមិនមានប្រយោជន៍មែនទេរឿងហ្នឹងវាដូចជាផ្លែល្វីអញ្ចឹងមើលពីក្រៅសើឃើញល្អណាស់ប៉ុន្តែខាងក្នុងវិញគឺស្អុយគ្រប់គ្រប់ជាខ្មោចឆ្កែរលួយទៅទៀតសិស្សហាក់ដូចជាភ្ញាក់ផ្អើលហើយក៏បង្ហើរសម្ដីថាអញ្ចឹងហើយការបដិវត្តវាគ្មានន័យវាអត់ប្រយោជន៍មែនទេឯងយល់ច្រឡំហើយខ្ញុំមិនមែនចង់ថាអញ្ចឹងទេអញ្ចឹងលោកគ្រូចង់មានប្រសាសន៍ថាម៉េចខ្ញុំចង់ឲ្យឯងពិនិត្យរឿងរ៉ាវក្នុងរាជព្រះបាទល្វីទី16ឲ្យបានដិតដល់តែប៉ុណ្ណោះហើយដើម្បីឲ្យដឹងថាតើការបដិវត្តមានអត្ថន័យយ៉ាងណាខ្លះតើវានាំឲ្យប្រទេសបារាំងចម្រើនឬទេបាទលោកគ្រូបើតាមយោបល់របស់ខ្ញុំគឺប្រយោជន៍ឲ្យប្រទេសបារាំងចម្រើនលូតលាស់ខ្លាយទៅជាកោះឬទៅជាព្រះអាទិត្យថ្មីមួយនៅទ្វីបអឺរ៉ុបជាពិសេសធ្វើឲ្យរាជបារាំងស្គាល់សេរីភាពថ្មីនិងសមភាពថ្មីឯងនិយាយអញ្ចឹងក៏សមម្យ៉ាងដែរហើយក៏ប៉ុន្តែចំពោះការយល់ឃើញរបស់លោកគ្រូនិងគំនិតរបស់លោកគ្រូវិញវាមានន័យផ្សេងទៅវិញហើយលោកគ្រូយល់យ៉ាងណាហើយការបដិវត្តទម្លាក់ស្ដេចល្វីទី16បានផ្ដល់សេរីភាពនិងសមភាពឲ្យប្រជាពលរដ្ឋបារាំងសម្រាប់គ្នាឯងលេងសប្បាយតែប៉ុណ្ណោះជាពិសេសគឺផ្ដល់សេរីភាពដល់អ្នកដែលមិនទាន់បានសម្លាប់មនុស្សម្ដងណាសោះឲ្យគ្នាបានសម្លាប់មនុស្សម្ដងនឹងគេដែរហើយបើនិយាយឲ្យចំគឺកុំឲ្យមានមโนពោឬកុំឲ្យមានអ្នកផ្ដាច់មុខខាងសម្លាប់មនុស្សតែម្នាក់ឯងដោយឃើញសិស្សរបស់គាត់បែកភ្នែកបើកភ្នែកមុខច្រឡំដូចត្រីស្ងោរទំនងជាមិនយល់ដល់គំនិតគាត់លោកសាស្ត្រាចារ្យខួស្វាក៏បន្ថែមសម្ដីថាឯងមើលលោកដងកុងនិងលោកហេបែចុះមន្ត្រីធំទាំងពីររូបនេះលោករួបរวมបានរួបរวมជាធ្លុងមួយនិងលោករ៉ូបេសយកបេសផ្ជាដើម្បីធ្វើទោសសម្លាប់ព្រះចៅល្វីទី16ក្នុងករណីនេះបើនិយាយឲ្យចំគឺដើម្បីឲ្យលោករ៉ូបេសផ្ជាយករូបគេទាំងពីរទៅកាត់ទោសសម្លាប់ចោលតែប៉ុណ្ណោះហើយលោករ៉ូបេសផ្ជានេះសោតដែលបានកាត់ទោសសម្លាប់ព្រះចៅល្វីទី16ព្រមទាំងបានកាត់ទោសសម្លាប់លោកដង
តុងនឹងលោកហេប៉ែដែលជាមិត្តរួមបដិវត្តរបស់គាត់ថែមទៀតគឺដើម្បីឲ្យគេយករូបគាត់ទៅខ្វាយឲ្យគេមើលងាយមើលលេងសប្បាយតែប៉ុណ្ណោះអញ្ចឹងពាក្យបដិវត្តមានន័យថាម៉េចទៅវិញវាមានន័យថានាំគ្នារាំវង់ដើម្បីចែកគ្នាសម្លាប់មនុស្សឲ្យបានគ្រប់គ្នាឬថាដើម្បីឲ្យមានម៉ូណូប៉ូលខាងសម្លាប់អញ្ចឹងលោកគ្រូយល់ថាការបដិវត្តគ្មានប្រយោជន៍មែនទេមិនចង់និយាយចឹងទេខ្ញុំគ្រាន់តែស្មានថាការបដិវត្តប្រហែលជារឿងល្ខោនមួយដែលមនុស្សពីរក្រុមហត់ឈាមគ្នាទៅវិញទៅមកមិនចេះស្កប់ស្កល់ម្យ៉ាងទៀតវាជាឆាកល្ខោនមួយដែលនាំឲ្យមនុស្សមួយចំនួនដែលមិនដែលស្គាល់លុយឲ្យមានសេរីភាពបូមលុយតតែប៉ោងពស់ដោយតាជញ្ជក់គេដែរហើយនៅទីបំផុតឆាកល្ខោននោះបានយកប្រទេសបារាំងទាំងមូលទៅសែនឲ្យមនុស្សម្នាក់ឈ្មោះថាណាប៉ូលេអុងយកទៅលេងអាយ៉ងបណ្ដាលឲ្យប្រទេសជិតខាងខ្លួនមកហែកហួរលេងសប្បាយតែប៉ុណ្ណោះអូចុះក្រែងថាបដិវត្តនេះវានាំឲ្យបាត់បង់អំពើជិះជាន់មនុស្សឬនាំឲ្យបាត់អំពើអយុត្តិធម៌លោកគ្រូដូចជាមិនចេះឆ្លើយទេក៏ប៉ុន្តែលោកគ្រូគ្រាន់តែសុំឲ្យឯងក្រឡេកមើលដឿងហែមផ្សារក្រុងប៉ារីសជាពិសេសនៅសង្កាត់ប៊ីដុងវិលតើឯងឃើញអ្វីខ្លះទស្សនីយភាពទាំងនោះនឹងនាំឲ្យឯងយល់អំពីអត្ថន័យសេរីភាពនិងយុត្តិធម៌បានខ្លះជាមិនខានបើផែនដីនៅតែវិលដូចនេះឯងមិនត្រូវមានគំនិតប្រកបដោយជំនឿខ្លាំងពេកទេខ្ញុំគ្រាន់តែសូមឲ្យឯងទាំងអស់គ្នានិយាយមិនទាន់ទាំងចប់ឃ្លាផងលោកសាស្ត្រាចារ្យដ៏ចម្លែកក៏ដើរចេញពីថ្នាក់យ៉ាងលឿនដៃដោះលាវខោព្រមទាំងរឹតពោះបន្តិចផងដើរតម្រង់ចូលទៅក្នុងបង្គន់បាត់ភ្លាមសិស្សទាំងអស់ខ្លះសោយខ្លះពេបជ្រាយខ្លះឆ្ងល់ខ្លះចង់ស្រែកជេរខ្លះអស់សង្ឃឹមខ្លះស្រឡាំងកាំងពាន់ប្រាំងក្នុងចិត្តពេញទាំងថ្នាក់ខ្មែរឯករាជ្យថ្ងៃច័ន្ទទី12ខែមករាឆ្នាំ1970ចង់តែស្ទុះទៅដោយហេតុតែសតិខ្ញុំរវើរវាយខ្លាំងពេកអស់រយៈពេលពេញមួយថ្ងៃដល់យប់ឡើងខ្ញុំក៏យល់សោះផ្ដេសផ្ដាស់អស់ចាឃើញដូចជារូបខ្ញុំនេះទៅដើរលេងកម្សាន្តនៅឋានដ៏ចម្លែកមួយហើយត្រូវពពួកខ្មោចបិសាចចាប់ទៅយកអាំងស៊ីខ្លួនខ្ញុំត្រូវគេចងស្លាប់សេកដេកកាប់មុខទៅលើបន្ទះអាំងត្រីដ៏ធំមួយនៅលើភ្នក់ភ្លើងមានរងើកឆេះយ៉ាងរង្គៀលពេញបន្ទប់ទោះបីជាគេយកខ្លួនខ្ញុំទៅដាក់អាំងផ្ទុកនឹងរងើកភ្លើងយ៉ាងនឹងគេយ៉ាងនេះក៏ដោយទោះបីខ្ញុំស្រាក់នៅគោកយ៉ាងណាក៏ដោយក៏ខ្លួនខ្ញុំហាក់ដូចជាគ្មានក្តៅអ្វីទាល់ទៅសោះគ្រាន់តែបែកញើសក៏គ្មានផងមកក៏ប៉ុន្តែខ្ញុំនៅតែមានការភ័យបារម្ភឥតឧបមាទឹកមុខពួកខ្មោចបិសាចដែលអង្គុយរំកង់ជុំវិញភ្នក់ភ្លើងនោះហើយដែលប្រហែលជាចាំស៊ីសាច់ខ្ញុំហើយក៏មិនដឹងបានធ្វើឲ្យខ្ញុំស្លុតព្រឺបាសសក់សឹងតែបាត់ស្មារតីដឹងជាគិតដោះស្រាយទៅផ្លូវណាទេរំពេចនោះខ្មោចម្នាក់ប្រហែលជាត្រូវមេពួកវាបានមកលើវិចារដោយស្អកថាប៉ំអុយកាឯងទៅឋានមនុស្សឲ្យតើឃើញអ្វីខ្លះទេបបានចាស់មនុស្សសពថ្ងៃគ្មានភ្នែកដូចពីដើមទេគ្រាន់តែរោមចិញ្ចាំក៏គ្មានផងមើលទៅដូចជាមានអ្នកណាមកខ្វេះគ្រាប់ភ្នែកទាំងពីរនោះចេញឯត្របកភ្នែកក៏ត្រូវគេកាត់យកចេញដែរមើលទៅឃើញអើយប្រហោងធ្លុងគ្មានឃើញអ្វីទាំងអស់ខ្ញុំបានឃើញតែប៉ុណ្ណឹងទេទៀតអាត្រតឯងមានឃើញអីទេបាទប្របានម្ចាស់អាប៉ីវិនិយាយនៅមានខ្វះច្រើនណាស់ទៀតមនុស្សមិនមែនត្រឹមតែអត់ក្របភ្នែកទេគឺអត់ត្រចៀកនិងអត់អណ្ដាតថែមទៀតត្រង់កន្លែងត្រចៀកមានប្រហោងធ្លុងមើលពីម្ខាងឃើញម្ខាងឯស្លឹកត្រចៀកក៏គ្មានដែរជួយហើយមានឃើញអីទៀតប្របាទទៀនខ្ញុំបានឃើញមានខ្សែមួយយ៉ាងប្រហែលធ្វើអំពីស្ពាន់ហើយមើលទៅដែលគេចងតាក់ទងពីខ្សែត្រចៀកមកភ្នែកពីភ្នែកទៅត្រចៀកហើយឃើញមានបង្គោលដែកតូចមួយយ៉ាងបន្ទប់បញ្ឈរពីលើក្បាលនៅពីលើបង្គោលនោះឃើញដោតអណ្ដាត
ដែលកាត់ចេញពីមាត់ប្រហែលជាប្រហែលបង្គោលដែកនិងខ្សែស្ពាន់នឹងជាខ្សែអង្តែនរ៉ាដាសម្រាប់ប្រើជំនួសភ្នែកត្រចៀកនិងមាត់ហើយមើលទៅព្រោះពួកមនុស្សនឹងដើរតាមផ្លូវគ្មានប៉ះទង្គិចគ្នាទេអូយចុះអពុញវិញឯងមានឃើញអីទេខ្ញុំព្រះបាទខ្ញុំព្រះបាទម្ចាស់អត់បានទៅឋានមនុស្សទេអូនចឹងឯងទៅណាបាត់ពី3ថ្ងៃនេះព្រះបាទទៅឋានសួគ៌ខ្ញុំព្រះបាទឃើញព្រះឥន្ទ្ររាជឃើញព្រះព្រំឃើញស្រីទេពអសូរយ៉ាងល្អឃើញទេវតាពួកហ្នឹងល្អណាស់ចាស់ថ្លៃអើយស្អាតណាស់ស្អាតអស្ចារ្យណាស់ឃើញឆ្កែទេវតាស៊ីសុទ្ធតែរោទីដំរីរួយនៅឋានសួគ៌សុទ្ធតែមានពាក់អាវផាយឯស្រមោលយួនវិញមានចាំងពន្លឺចេញពីខ្លួនដោយក្របពេជ្រអញ្ចឹងហើយក៏ប៉ុន្តែស្ថានសួគ៌ឥឡូវមានសភាពខុសពីដើមឆ្ងាយណាស់ព្រោះពួកដែលនៅឋានសួគ៌ឥឡូវតាំងពីថ្នាក់ទាបដល់ថ្នាក់កំពូលគឺសុទ្ធតែស្រាតលេងខ្លួនទៅទេទាំងអស់ទាំងស្រីទាំងប្រុសទាំងក្មេងទាំងចាស់គឺសុទ្ធតែហាត់ទាំងអស់ហើយបញ្ចេញនិយាយពិសេសវិញចេះអស់ចាហើយចង់បាទកន្លែងនេះវារៀងជឿនិយាយរៀងនេះតិចម្លងខ្ញុំក៏ស្ទុះទៅអោប3បងត្រកងឯណែអាប៉ុញអញឈប់និយាយទៅទៀតអញឡើងកុងទ័រសឹងតែផុតដង្ហើមមកយើងទៅឋានសួគ៌មួយផ្លែតតើដូចពាក្យអាប៉ុញនិយាយមែនទេបើមែនយើងអាចជប់លៀងបងបងកេភ្នែកឲ្យចាស់ដៃម្ដងបើមិនបានអីទេមិនក៏បានធូរចិត្តខ្លះដែរទៀនប្រោះបើយើងទៅឥឡូវចុះអាស្វាអាំងនេះយ៉ាងម៉េចទៅអញលេងចង់ស៊ីហើយអាហ្នឹងសុទ្ធតែអាចទុកវាចោលនៅនឹងចុះពលហើយពួកខ្មោចបិសាចក៏វិនិច្ឆ័យដូរធានបាត់ទៅឯភ្លើងភ្នក់ក៏រលត់បាត់ដែរខ្សែចំណងដែលចងខ្លួនខ្ញុំក៏ស្រាប់តែបាត់ពុំឃើញដែរលុះខ្ញុំភ្ញាក់ពីដេកវិញស្រាប់តែឃើញខ្លួនឯងស្រាតនៅនគរដេកនៅក្រោមគ្រែទៅវិញមិនតែប៉ុណ្ណោះមីខ្យូឆ្កែខ្ញុំវាមកលិតខ្លួនខ្ញុំធ្វើខ្ញុំទៅទឹកមាត់វាជោកពេញខ្លួនថែមទៀតហើយតើហេតុអីបានជាខ្ញុំធ្លាក់ពីលើគ្រែដោយមិនដឹងខ្លួនយ៉ាងហ្នឹងតើខ្ញុំធ្លាក់ពីស្មាណាតើខ្ញុំប្រឡាក់អ្វីបានជាឆ្កែមកលិតយ៉ាងហ្នឹងទាំងនេះគឺជាចំណោទមួយដែលខ្ញុំមិនអាចឲ្យជានឹកនាដល់ទៅសោះព្រោះខ្ញុំខ្ជិលនឹកខ្ជិលពេកខ្ជិលទាំងគ្រប់ទាំងសពខ្ជិលនោះហៅមហាខ្ជិលទាំងធ្លាក់ពីលើគ្រែខ្ជិលតតែធ្លាក់ពីលើគ្រែនគរធំថ្ងៃទី18ខែមករាឆ្នាំ1970ខ្លាំងហួសបើគិតកាលពីខែមុនខ្ញុំបានធ្វើដំណើរទៅកំពង់ចាមដើម្បីដើរលេងកម្សាន្តផងនិងបើកប្រាក់ខែផងនៅពេលឆ្លងសាឡាងព្រែកក្តាមខ្ញុំឃើញស្រី2នាក់ជូរល្អប្រំប្រៃបីដូចរូបចម្លាក់ទេពអសូរនៅប្រាសាទអង្គរកំពុងតែអង្គុយជជែកគ្នាលេងសប្បាយសើចញញឹមក្នុងឡានទំនើបមួយដែលចតឈប់នៅក្បែរសាឡាងខ្ញុំក៏បានដើរសរសេរទៅជិតឡាននោះទៅតាមនិស្ស័យរបស់មនុស្សមួយបែបតែមានភ្នែកអាវ៉ាខ្សែកែបន្លែងគេថាស្រីជាបុប្ផាប្រកបដោយពឹសពុលក៏ប៉ុន្តែស្រីជាតកកម្យ៉ាងសម្រាប់ធ្វើឲ្យជីវិតមនុស្សប្រុសត្រជាក់ស្រួលស្រើបមានកម្លាំងកំហែងហ៊ានពូពៀធ្វើឲ្យជីវិតប្រុសស្រុតកម្លាំងតតែបាក់លងពុករលួយមកគ្រប់កខ្វក់ខ្វល់នៅក្នុងរណ្ដៅជីវិតបីដូចជាភក់ច្រំក្នុងទ្រង់ជ្រូកហើយចំពោះខ្ញុំវិញស្ត្រីគឺជាទឹកឃ្មុំផ្អែមត្រជាក់ជាគុណពីដោឈ្ងុយឈ្ងប់តែម្យ៉ាងប៉ុណ្ណោះគ្មានពឹសពុលគ្មានខ្មោចសេះអីទេដែលហេតុហើយទើបខ្ញុំចូលចិត្តព្រោះខ្ញុំចូលចិត្តសប្បាយលោកឃើញរូបខ្ញុំសរសេរចូលទៅចិត្តឡានទំនងដូចជាទៅញ៉ៃញងចង់រកបែតតីរូបគេនាងម្នាក់ញាក់ចិញ្ចើមព្រឹតដាក់គូកូនគេរួចមកវិចារថាយើងមិនដឹងជាយ៉ាងម៉េចបានជាចេះតែមានរយមករោម
Ôi nhưng mà nè tiết nhìn nhấp nhìn nhèm trao gần tôi nấy sầm lọ sầm lắng mưa một chồngประกอบដោយកែវភ្នែកភ្លឺថ្លាយងដូចទឹកស្រះឋានសួគ៌តំណងជាមានមនោសញ្ចេតនាអ្វីមួយមកលើរូបខ្ញុំធ្វើខ្ញុំស្រោតចិត្តរីកថ្លើមប្រមាថដោយគ្រាប់ជីត្រូវទឹកហើយមានសេចក្តីសង្ឃឹមរវើរវាយមួយសន្ទុះក្នុងពេជ្រនោះនាងស្រស់ស្រីប្រកបដោយស្នេហ៍នោះក៏វិចារថាខ្លួនថារួចអញ្ចឹងដូចជាមិនសមសោះបើថាសត្វកន្លងប្រហែលជាសមជាងព្រោះកន្លងចូលចិត្តផ្កាបើតាមគ្នាលោកបងនឹងប្រដូចទៅជាកន្លងដូចគេឯងមិនបានទេបើថារួចប្រហែលជាសមជាងអើមិនបានថាខ្លួនគាត់នឹងជារួចទៅវិញបើគាត់នឹងជារួចមានតែយើងជាអាចព្រោះរួចរួមអាចកន្លងរួមផ្កាពលដល់ត្រង់ហ្នឹងនាងទាំងពីរក៏នាំគ្នាសើចកាច់កកាច់ស្រង់រួចនាងទី1លុបដៃតែក្តិចភ្លើនាងស្រីជាពួកម៉ាក់ថាហើយមានវិចារខ្លាំងថាខ្លួននិយាយអញ្ចឹងគឺត្រូវម៉ាច់ហើយបើថាគេជារយមានតែយើងជាអាចព្រោះគេមករោមយើងគំនិតគ្នាមិនចង់និយាយថាឲ្យគេអញ្ចឹងទេចង់ថាកន្លងដែរក៏ប៉ុន្តែឲ្យថាសត្វកន្លងមិនកើតបើមានប្រឡាក់អាចអញ្ចឹងធម្មតាសត្វកន្លងមិនដែលទៅរោមអាចឬចូលចិត្តអាចទេសត្វកន្លងនឹងអាចមិនត្រូវគ្នាហើយមិនបានជាសត្វកន្លងនឹងមានប្រឡាក់អាចអញ្ចឹងគ្នាដូចជាឆ្ងល់ណាមានតែសត្វដូចទេដែលមានប្រឡាក់អាចបើថាគាត់នឹងជាសត្វដូចវានាំឲ្យស្រោចគល់ឯងស្ដោះទឹកមកដាក់លើទ្រូងឯងព្រោះរុយនឹងមករោមយើងដែរនិយាយដល់ត្រង់ហ្នឹងសាឡាងក៏មកដល់ត្រយមកខាងល្មមហើយឡាននាងកញ្ញាទៀបអប្សរក៏លូនឡើងទៅលើគុកបាត់ភ្លាមទុកឲ្យខ្ញុំឈោត្រឹងភ័ន្តប្រាំងក្នុងចិត្តភ័ន្តប្រាំងដោយមិនដឹងថាសម្ដីនាងកញ្ញាទាំងពីរចង់និយាយទៅលើអ្វីសម្ដៅអ្វីខ្ញុំដើរត្រឹកដោយរវើរវាយសម្ដៅទៅលើគោកសតិស្មារតីគ្មានចាប់អារម្មណ៍ទៅលើអ្វីទាំងអស់ក្បាលពោពេញទៅដោយគំនិត 10000 ជំពូកស្រាប់តែមានដៃមួយមកកេះក្នុងខ្ញុំហើយសំឡេងមួយក៏បន្លឺឡើងថាអូលោកអូនអុយស្មាអាវលោកអូនបលាក់សុទ្ធតែអាចសម្ដីនេះបានកន្ត្រាក់ស្មារតីខ្ញុំយ៉ាងខ្លាំងនោះហៅថាមហាខ្លាំងក្រៃលែងខ្លាំងតទៅខ្ញុំហួសបើគិតព្រោះអ្វីព្រោះស្រីទេពអសូរទាំងពីរអ្នកដាក់ផ្លែផ្កាឲ្យខ្ញុំព្រោះគេដាក់ផ្លែផ្កាឲ្យខ្ញុំព្រោះខ្ញុំស្នេហារូបគេឬមួយព្រោះសត្វបក្សីជោគអាចដាក់លើអាវខ្ញុំនគរធំថ្ងៃទី24ខែកុម្ភៈឆ្នាំ1970ម៉ោង12អាធ្រាត្រមានបរិមម្នាក់រាងដូចសំពោចមើលពីមុខដូចស្វាមើលពីចំហៀងដូចកង្កែបកែប្រាំងហើយមើលពីក្រោយដូចឆ្កែសុតសាតបានចូលទៅមន្ទីរពេទ្យឯកជនមួយនៅទីក្រុងភ្នំពេញដើម្បីឲ្យលោកដុកទ័រពិនិត្យមើលជំងឺភ្នែកគ្រាន់តែឃើញលោកដុកទ័រភ្លាមបរិះចម្លែកក៏មានវិចារយ៉ាងរហ័សថាលោកដុកទ័រឆ្នាំនេះខ្ញុំអត់បានឡើងអវងស្រមងទេមួយព្រោះគេថាខ្ញុំឈឺសូមលោកជួយពិនិត្យផងហើយការបើលើសម្ដីនេះភ្លាមលោកដុកទ័រក៏ភ័ន្តប្រាំងក្នុងចិត្តមួយសន្ទុះរួចក៏ពោលឡើងថាសូមអត់ទោសលោកហើយកន្លែងនេះមិនមែនជាគណៈកម្មការពិនិត្យរឿងអវងស្រមងទេបើចង់ដឹងឬចង់ឲ្យគេពិនិត្យសូមអញ្ជើញទៅសួរក្រសួងរបស់លោកធ្វើការចុះសូមអត់ទោសលោកដុកទ័របាញ់មិញខ្ញុំច្រឡំមាត់ទេតាមពិតគឺខ្ញុំមកពីភ្នែកខ្ញុំមកលើសវាំងមើលអីមិនឃើញតើសោះគ្រាន់តែឮសម្ដីនេះភ្លាមលោកដុកទ័រក៏សម្លឹងមើលពិនិត្យរូបបរិះនោះដោយឆ្ងល់យ៉ាងខ្លាំងពោលថាហើយបើសវាំងភ្នែកមើលអ្វីមិនឃើញតើសោះមែនហេតុអីក៏បរិះនោះធ្វើដំណើរមករកលោកហើយតែអ្នកឯងយ៉ាងដូចនេះបាទដោយឆ្ងល់ពេកលោកដុកទ័រក៏សួរទៅថាអូយលោកសពថ្ងៃធ្វើការអីពីដើមគេហៅខ្ញុំម្សៀក្រោយមកគេហៅខ្ញុំថាលោកគ្រូសាច់ដុំលោកគ្រូអនក្ខរកម្មឥឡូវនេះរបររកស៊ីរបស់ខ្ញុំគឺធ្វើជាអ្នកនាំផ្លូវទេសចរមើលប្រាសាទអង្គរវត្តតបមកលោកដុកទ័រក៏យកប្រដាធ្វើតេស្តពិសោធន៍មើលភ្នែកបរិះនោះមួយសន្ទុះរួចពោលថាភ្នែកលោកមើលឃើញធម្មតាគ្មានជំងឺដំកាត់អីទេលោកដុកទ័រខ្ញុំដឹងថាភ្នែកខ្ញុំមើលអីមិនឃើញទេរឿងហ្នឹងអីពិតមែនណា
ôi lúc vừa bìm khơi mưa bờ san cơ vót nâng bờ san bờ gió mưa bờ san cơ vót nâng bờ san bờ gió lúc mưa rút ở đường mưa bờ san mền tên bạt mưa bờ san mền tên nơi xìm riệp mưa pi cái này nè mưa chết ở đường ngày mưa pi việc gặp ba họ xìm riệp hỏi mưa mình khơi bờ ngày mưa cái lầu pi cái lầu hỏi mình bày bằng nền trắng ở bên này bằng nền chết tiền xong mưa bị lừa mì mưa nơi bên đây cái ba họ riệp mình cho một đầy nó bên nó xong khơi bờ san cô stung đôi chi khơi stung giống mấy đôi chi giống mấy khơi đôi chi cùng nấu thấm đấy kia dùng một cổ đôi chi nôm chắc mình đã khơi bờ san có rồi lùng bạc bài ở đường năm đằng đại sống đôi chi ngon á ở bên tam trong pin đất để đốt nơi lộ sọ hối mấy ban chỉ khơi chẳng từ với trong lái nè ở đường năm có hai một sống từ đó với cái bò họ xìm riệp nước pê dục để đó ô hồi lúc từ đó pê dục bạt với nước pê từ đó mắc đặc biệt từ điện hai nơi dục nó nên liền lâm sạch phong với bây dục mình ngất liền cho người phương mấy ỏi lúc mưa sản cơ là sản bị hoàn khơi tê lục cho mưa khơi đại có một tay khơi stung đôi chỉ cầm đầu thấm mộ bà tam trong vô lúc là mồm chín ta ỏi bệt cút bên đất mưa mà đo ấy chừng ngước này lúc cho mình ai bên đi chai ban thế nước cơ thống ngày tí bà muối khai mỹ ní năm một bốn bà buồn đó chật sập áo tịch chuối kia nhom cho miền du trơn mà nấy ăn cùi sầm cốc nước nông phôi chnia thán rót đi muối nông krong nông quỳnh mốc cờ hóm rồng nghĩa đôi rừng ngực lường lướt kéo phật hói phật tiết phật bằng to khía đôi trống phật tọa tọa tại Australia buôn pram đột thùng hơi nhờ tại mình toàn chốt ôi ta cái phật thua ấy chỉ làm lẽ phật ấy trái được phật ấy mưa vây lên khơi từng ngót phật ấy thật là làm đấy được phật ấy vậy đây lên cá phật ấy bị rúa được phật ấy chỉ thật lắm đập vây lên lưới phật đâm bị cắt trái được phật ấy chỉ đồng máu lên thùng lạnh phật ấy bay như sẽ nói chụp pin luôn được phật đặt luôn ở trẻ bay tay tại một đó nước nông chỉ vật này nơi lơ lộn trường này mỗi tao miền ở mấy đại sầm khàn trường phật tí để đùa vậy rồi miền tại sao mình mốc bắn nó đã vui một nút vừa thật lắm vui một nút lòng đậm vậy lên lứ vui một nút vừa cỡ vui một nút cỡ như vậy bùm rúi vui một nút vừa quá vui một nút quá mưa cà phết bùm dốt ở bắc kia một pháp mỗi tao miền ở vậy luôn luôn chật kia bán tao miền ở vậy ai thôi kỳ mình dừng khầm to đầu tiên một bát lão thật miền rồi vậy bị pro kế miền này bị pro kế miền thực chị bị pro kế miền mọt đài ai chết nâng sự tệ xong pan chạy nhé có kế miền khạc đài với bao miền này miền thực chị miền mọt miền chật nâng miền sự tệ xong pan chạy nhẹ hơi với mấy bàn chỉ miền dừng khầm được với ao kia dừng khầm được lừa với bà hà tới slack sẽ tới slide với ca khi mình dừng khấm vừa tới bị slack pro miền pet cút nâng tập bang prey nôm tràn pe pro khi lọp sự tệ to té bạc bạc đỏ khi ở dừng khấm vừa tới bị slide mà lo hai khi có khai được chia trốn mà mình chết ru nơi không sừng cung một nốt đôi khi chùm nữa từ lứa chỉ vật chùm nữa từ lứa sẽ là thua pro chỉ vật nâng sẽ là thua thua cái soi cầm lăng rồi hốt to tái lái từ chiếc né và mật ở đây khơi du vật chôn nó rằng để lùng luôn được nông sản mọt lướng nhóm từ phía cho để chết đuôi bồ thả ở lục ổn với công việc sai cho ăn bếp và nâng bán ấy chùm xuông bó tới chó lửa biếc trong phím du vật chôn ngược một là lửa rồi dầm lắng mưa sống đời nấy một mì xâm lắng mưa để ngò với pro kiếm đài squat kiểm soát mùi sần tu móc kỳ cái lòi thả cái nhóm phát ở là hà là quỳnh nó không ao bạc lăng bê ấy để thua lục ồn bát chi vất sao là thoa bát bồ háo dù vật chúng có ao trộp để từ lửa tộc để môi sần tu thốm để mini giấy đây với mười mặt đủ scop score háo thức ngợp chờ rút đi giấy một cán chúng ta
តែកាលណាស្រាយចូលពួកខ្ញុំយ៉ាងច្រើនណាខ្ញុំក្លាហានណាពូជខ្មែរក្លាហានគ្មានខ្លាចញើសអាសត្វណាទេខ្ញុំវិលមកណាជួយគ្រាខ្ញុំផងហើយផ្ទះលោកប្អូនណែណាខ្ញុំមិនទៅផ្ទះទេខ្ញុំទៅជួយគ្រាបន្តិចខ្ញុំទៅដាល់ពួកអាហ្នឹងម្ដងហើយដាល់ណែណាដាល់ពួកអាស្រិតត្រូវជាតិខ្មែរពួកអាហ្នឹងខូចណាស់ហ៊ានថាយុវជនខ្មែរថាយុវជនខ្មែរភ័យបាក់ស្បាតតាំងពីរលាយក្រុងអង្គរម្លេះវាថាពួកវានឹងហើយដែលធ្វើឲ្យរលាយក្រុងអង្គរឲ្យយុវជនខ្មែរភ័យបាក់ស្បាតហើយលោកប្អូនមិនបានជាហ៊ាននិយាយអញ្ចឹងអត់មានមិនទេខ្ញុំត្រូវតែដាល់ពួកវាឲ្យពួកវាស្គាល់ដៃខ្ញុំដងកុំឲ្យមើងងាយខ្មែរខ្លាំងពេកហើយដាល់គេយ៉ាងម៉េចនេះបើលោកប្អូនស្វឹងស្រាវិលមកហើយដើរទុកខ្លួនមិននឹងផងអីទេឲ្យតែជួយគ្រាខ្ញុំចុះទឹកចិត្តខ្ញុំមិនខ្វះទេខ្ញុំទៅដាល់ពួកអស់នឹងឲ្យបងឯងមើលស្នាដៃខ្ញុំដងខ្មែរមិនខ្វះក្លាហានទេនគរធំថ្ងៃទី11ខែមីនាឆ្នាំ1970ដំបៅមហារាជហើយមនុស្សខ្លះយល់ឃើញថាការអប់រំសីលធម៌ផ្ដល់នូវសេចក្តីសុខដល់មនុស្សជាតិហើយបើគ្មានការអប់រំសីលធម៌នេះទេមនុស្សនឹងក្លាយទៅជាសត្វសាហាវយងក្នុងបំផុតគឺនៅក្នុងន័យដូចនេះហើយទើបខ្ញុំមកបំពងសម្លេងបន្តសម្ដីពន្យល់មិត្តខ្ញុំតទៅទៀតថាឯងមើលមនុស្សចំនួនដើមគឺសាហាវណាអាងតែកាប់នឹងចាក់ឲ្យគ្មានច្បាប់គ្មានទម្លាប់គ្មានមនុស្សធម៌អីទេធ្វើអ្វីតាមតែសភាវគតិងងឹតងងុលរបស់ខ្លួនហើយមានខ្លះស៊ីសាច់មនុស្សគ្នាឯងថែមទៀតអាហ្នឹងគឺមិនដាលមកពីខ្វះអប់រំសីលធម៌ហើយតាមអញយល់ការអប់រំសីលធម៌ហ្នឹងនាំឲ្យតែខាតពេលអត់ប្រយោជន៍ហើយតាមអញយល់ការអប់រំសីលធម៌ហ្នឹងនាំទៅខាតពេលអត់ប្រយោជន៍ហើយមិនហែងនិយាយអញ្ចឹងហើយបើអត់សីលធម៌មនុស្សច្បាស់ជាខ្លាចទៅជាសត្វហើយហែកហួរគ្នាស៊ីវិនិច្ឆ័យអន្តរាយស្លាប់គ្មានសល់ទេហើយបើថាការអប់រំសីលធម៌គ្មានប្រយោជន៍អីទៅសោះហើយមិនបានជាខំបង្កើតឲ្យមានអង្គការអន្តរជាតិខាងមនុស្សធម៌ជាច្រើនហើយបង្កើតអង្គការសហជីវជាតិហើយតើអង្គការទាំងអស់ហ្នឹងសម្រាប់ធ្វើអីសម្រាប់ធ្វើឲ្យមនុស្សជោគខ្សោយហើយសម្រាប់ធ្វើឲ្យមនុស្សកាប់សម្លាប់គ្នាហើយចំពោះអញគឺយល់អញ្ចឹងអង្គការណាដែលក្រអូបផុតអាកាសគឺពិតជាស្អុយរលួយផុតមេឃវិញមិនបានជាហែងនិយាយអញ្ចឹងវិញអញនិយាយអញ្ចឹងមកពីរឿងហ្នឹងវាអញ្ចឹងហើយបើសួរថាពីអញ្ចឹងហ្នឹងបានសេចក្តីថាម៉េចអញឆ្លើយថាពីអញ្ចឹងបានន័យថាអញ្ចឹងគឺអញ្ចឹងមានតែមួយគត់គ្មានពីរទេយល់ក៏មិនកើតថាក៏មិនត្រូវហើយមិនដឹងជាយកអក្សរអីមកសរសេរត្រូវទេមើលអីគេនេះហើយនិយាយសំផងហើយមិនបានជាឯងថាការអប់រំសីលធម៌គ្មានប្រយោជន៍ហើយអង្គការមនុស្សធម៌ស្អុយរលួយផុតមេឃអញ្ចឹងទៅវិញរឿងហ្នឹងអញពិបាកយល់ណាហើយបើឯងបើកភ្នែកមើលច្បាស់លាស់ទៅច្បាស់ជាយកខ្លួនឯងគ្មានចាំមកគេមិនយល់ទេហើយអញមើលអីឯងមើលពួកភ្នងមើលពួកមនុស្សព្រៃមិនបានជាអញមើលមនុស្សព្រៃទៅវិញហើយព្រោះអញឲ្យចង់ធ្វើជាមនុស្សព្រៃធ្វើជាភ្នងហើយកុំឆ្ងល់រឿងហ្នឹងមនុស្សព្រៃមិនមែនថោកទាបជាមនុស្សដែលឯងអួតថាមានសិលធម៌ទេពួកភ្នងគ្មានក្របបែកអាតូមិកសម្រាប់សម្លាប់មនុស្សយ៉ាងនឹងគៀលទេមនុស្សព្រៃគ្មានអណ្ដាតដោយពួកសិលធម៌ទេគ្មានមាយាទស្អុយរលួយដោយមនុស្សសិលធម៌ទេព្រោះអ្វីពីព្រោះភ្នងមានតែក្រណាត់មួយបន្ទះសម្រាប់ប៉ឹងតែប៉ុណ្ណោះព្រោះភ្នងគ្មានអង្គការខ្មោចយកស្អីហ្នឹងទេហែងចង់ធ្វើល្ងងដូចភ្នងមនុស្សល្ងងដូចភ្នងប្រសើរជាមនុស្សមានចំណេះវិជ្ជាផុតឱកាសហើយមានបញ្ញាផុតមេក៏ប៉ុន្តែមានសិលធម៌តែមាត់ភ្នងគ្មានពាក្យសិលធម៌មកធ្វើជាឡប់ឡាយបិទបាំងដំបៅមហារាជទេនគរធំថ្ងៃទី17ខែមិនិនាឆ្នាំ1970អភ័ព្វក៏អភ័ព្វទៅចុះមានថ្ងៃមួយនោះហើយនៅពេលកំពុងទៅដើរលេងកម្សាន្តត្រឹកនៅតាមវិថីនានាក្នុងក្រុងភ្នំពេញអារម្មណ៍ខ្ញុំមិនដែលត្រសែទៅទីសែនឆ្ងាយមិនដឹងទៅដល់ជាទីណាសតិស្មារតីខ្ញុំអស់ន័យភ្នែកទាំងពីរបើកសម្លឹងទៅខាងមុខសម្លឹងទៅខាងឆ្វេងសម្លឹងទៅខាងស្ដាំសម្លឹងទាល់តែរវាងបែកផ្សែង
សម្លឹងតតែមើលអ្វីលេងឃើញចិត្តក្តុកក្តួលទៅដល់ក្តីអស់សង្ឃឹមដើមទ្រូងញាប់ញ័រទៅដល់ក្តីឈឺចាប់នឹងសភាពឈឺចាប់ដែលអត់ន័យរហូតតតែហៅហត់អស់កម្លាំងដកដង្ហើមសឹងតែជាប់គ្នាស្រាប់តែមានបរិសម្នាក់ទ្រង់ចំណាស់បន្តិចហើយមានរាងតូចល្មមប្រកបដោយសម្លៀកបំពាក់គួរឲ្យគោរពមកកេះស្មាខ្ញុំធ្វើឲ្យខ្ញុំភ្ញាក់ស្មារតីសឹងតែលុះព្រលឹងគាត់មានវិចារថាសួស្តីលោកប្អូនអុយលោកប្អូនប្រហែលភ្លេចខ្ញុំហើយមកទៅខ្ញុំនឹងត្រូវជាបងបង្កើតរបស់អន្តិតស្រីដែលធ្វើការនៅកំពង់ចាមជាមួយនឹងលោកប្អូនដែរអូខ្ញុំនឹកឃើញហើយអន្តិតស្រីសុខសប្បាយជាទេគេមានប្រពន្ធហើយនៅសុខសប្បាយទេតែរឿងប្រពន្ធកូននៅគ្មានផ្លូវទេអ្នកណាឲ្យកូនវាខូចរោគលេខដាក់គ្មានអញ្ចឹងថ្ងៃឲ្យគិតទៅពីដើរលេងដើរទៅជ្រុះរួមជើងអស់គ្មានសល់អាចជ្រុះគ្មានសល់មួយអាស្រ័យទេបើលោកប្អូនជឿលាត់ជើងខោឆែកមើលជើងវាទៅខ្ញុំមិនចេះកុហកទេរួមជើងមួយសរសៃក៏សល់ដែរឮសម្ដីនេះភ្លាមខ្ញុំអស់សំណោចយ៉ាងខ្លាំងខ្ញុំសោយតតែរសាយបាត់ទុកព្រួយនៅក្នុងទ្រូងអស់រលីងបរោះនោះក៏បន្តសម្ដីទៅទៀតថាលោកប្អូនសោយសោះណាស់ហើយគ្រាន់តែរឿងរួមជើងប៉ុណ្ណឹងក៏សោយបានដែរសោយឡើងស្រួលទៀតហើយខ្ញុំសូមសរសើរមែនតើខ្ញុំមិនមែននិយាយលេងទេព្រោះខ្ញុំមិនចេះសរសើរតទៅសោះទោះគេនិយាយរឿងកំ pl ែងធ្វើឲ្យសោយយ៉ាងណាក៏ដោយខ្ញុំមិនចេះសោយដែរម្លោះហើយប្រពន្ធខ្ញុំក៏ចេះតែស្ដីខ្ញុំគេថាបងឯងបើហ៊ានតែសោយម្ដងឲ្យគេលឺមិនដឹងជាគេងាប់មេរោគអស់ប៉ុន្មានទេបរោះនោះក៏អញ្ជើញឲ្យខ្ញុំចូលទៅក្នុងភោជនីយដ្ឋានមួយនៅក្បែរទីនោះជាមួយនឹងគាត់ហើយនៅពេលដែលកំពុងអង្គុយរង់ចាំឲ្យអ្នកលក់យកនំចំណីមកឲ្យបរោះនោះក៏ពោលមកកាន់ខ្ញុំថាអូយខ្ញុំបានតាមស្ដាប់បទភ្លេងនិងចម្រៀងរបស់លោកអូនទៅរាល់ថ្ងៃលោកប្អូនជាអ្នកចម្រៀងមួយរូបយ៉ាងអស្ចារ្យបទភ្លេងរបស់លោកប្អូនប្រៀបបាននឹងផ្គរលាន់ចម្រៀងរបស់លោកប្អូនមានអត្ថន័យខ្ពស់ខ្ពស់ជាស្នាដៃថ្មីមានទេពកោសល្យល្អណាស់តែប៉ុណ្ណោះលោកប្អូននៅក្មេងមានអនាគតវែងឆ្ងាយមានរូបរាងសង្ហាមានទឹកមុខប្រំប្រៃសំជាអ្នកមានប្រាជ្ញាជឿខ្ញុំចុះក៏ប៉ុន្តែលោកប្អូនច្បាស់ជាគ្មានសំណាងទេនៅក្នុងជាតិនេះជឿខ្ញុំចុះលោកប្អូនច្បាស់ជាអភ័ព្វហើយក្នុងជាតិជាអ្នកចម្រៀងនេះហើយលោកមានប្រសាសន៍អញ្ចឹងខ្ញុំដូចជាពិបាកយល់ណាស់ហើយមិនបានជាខ្ញុំត្រូវអភ័ព្វទៅវិញលោកប្អូនគេថាអ្នកចម្រៀងរបៀបលោកប្អូនច្រើនតែកើតរមែងស្លាប់ជួនកាលច្រៀងពីរោះពេកតតែឡប់សតិឈួតខ្លួនឯងតែម្ដងហើយមានខ្លះឈួតនៅក្នុងពេទ្យឈួតរហូតតតែស្លាប់ក៏មានសម្ដីនេះធ្វើឲ្យខ្ញុំញាក់ផ្អើលខ្ញុំជប់អញ្ជើញយ៉ាងខ្លាំងរកនឹកអីមិនយល់នេះជាសញ្ញាអាចកំបាំងអ្វីម្យ៉ាងដែលសម្លុតកំញើញមកយាយខ្ញុំនៅទីបំផុតខ្ញុំក៏ឆ្លើយដោយរវើរវាយថាលោកមានប្រសាសន៍អញ្ចឹងក៏សមម្យ៉ាងដែរហើយក៏ប៉ុន្តែបើអត់អ្នកចម្រៀងមនុស្សដទៃក៏អបសុកដែរអុយដល់អបសុកពេកទៅក៏តាំងនាំគ្នារពឹសដៃរពឹសរហូតដល់អស់ដីទៅដល់មិនចង់ឲ្យអស់ដីអ្នកចម្រៀងច្រើនតែអភ័ព្វហើយក៏ប៉ុន្តែអភ័ព្វក៏អភ័ព្វដូចចុះព្រោះអ្នកបើកឡានម៉ូតូទោះបីជាមិនកើតបីស្លាប់មិនឈួតដូចអ្នកចម្រៀងក៏ដោយក៏មានគ្រោះថ្នាក់ស្លាប់ច្រើនជាងអ្នកចម្រៀងដែរគឺអភ័ព្វជាងអ្នកចម្រៀងទៅទៀតនគរធំថ្ងៃទី18មិនិនាឆ្នាំ1970អញប្រាប់មកហើយបងនេះពួកម៉ាក់ខ្ញុំថាបងនេះឯងស្លៀកពាក់អញ្ចឹងស្អីស្លៀកស្លៀកខោប៉ាត់នឹងពាក់អាវបិទជិតអញ្ចឹងពួកម៉ាក់ខ្ញុំវាថានាំតែខាតឲ្យខាតណាខាតស្អីកូនវាថាខាតចាក់ខុវាថាបងនេះឯងស្លៀកពាក់អញ្ចឹងវាមិនចូលចិត្តទេព្រោះបាំងភ្នែកវារកមើលអីមិនឃើញសោះហើយមើលអីមិនឃើញពួកឯងចិត្តឈួតឡប់សតិអស់ហើយអូនអូចូលស្លៀកពាក់យ៉ាងម៉េចទៅឲ្យពួកឯងមើលឃើញឲ្យស្លៀកមីនីខ្លីដេកលទេហើយបើបងឯងលេងស្លៀកអញ្ចឹងបានទេទើបបានវាថាល្អមើលណាវាអញ្ចឹងក្រៅវាចេញអីឲ្យគេមើលទៅបាទពួកវាថាតតែអញ្ចឹងបានល្អវាឲ្យខ្ញុំមកប្រាប់បងឯងផងថាកុំឲ្យស្លៀកពាក់វែងអញ្ចឹងតទៅទៀតខ្ញុំក៏មានយោបល់ដូចពួកវាដែរយោបល់ឯងមិនខ្លះ
Đôi trong thảm bánh mình chân, bởi bọn anh liệp bẹ về chân, bị băng, sạch bọn anh ở linh, hai kì, mà đăng tha sạch bọn anh khang nông xã từ mình xã phong, thì khai cái đời khuyên ôn pro tôi rồi bỏ kì ế ốn, hạ đôi chia mình hiệt bởi chọc liền ý, nhưng cửa mông đó rõ chát trái, bạc nết thồm thồm, dùm lọ dùm lắm ôn pro đau nhìn nhầm, rúi bù thả. Khai cái sẽ ở ổn. Khai cái đôi kia bộ chê tớ bộ chê dùng mấy bộ chê trên tớ rạp để khơi chầm lạ đậm bao bia bình hai vì tha còn tại lướp ôn pro này dây đôi nút niềng cờ móng có lang tực mốc cờ hồn prường nâng tha niềng khấn rư niềng yến có bị bạc thả đài pro niềng nở nghiềm hai bài mốc chén mưa từ cái bằng ủi khơi bông srei luôn nở nghiếm mà đầy vậy đôi ní cũng má có bần tố giọng đấy để thì tha hai vị tha bộ bất trận trắng mà đăng chạc trong nắng o rồi mình o bộ vị tha che tiết cứ tha bảo sli vén của bạn đây bộ viêm tha ai tê có bàn tay trơ tay vì chạy mưa cả khang nồng phong ao chạy giống mạc ổn đích bọn anh tên bột ngào chẳng bao mình chạy mưa mấy đăng thả nóng viền mệt cái này mình ôi tớ niềng cửa móng sải cùng hốt bồn pro đói tực mốc cửa hồn trà thả ổn hãy chăm mưa anh phạm mạ hơi rồi dọi khmái ngày tí đọc rác ụ sụp phía năm một qua vận buôn đó chật sập sự phớ một thốt và chia thẹ sang cả lắc cứ chia vậy cứ chia một nút muối tầng mù đại miên sách chia một với tầng hứa rồi có tha chia một nút mũi bái đời mưa tới khơi từ hàng khăn nòng hai một thốt khang cái một đằng từ chìa ná bắt linh thẹ sang cái lắc mình sẽ cho chất ngụt tắc đô sập bú đi một nước thòm mà đàn tì ai dùm đi bông bé nâng cứ là lang cam xên có rất tay mà sự trời cả thật tiệt vì thi bằng ca đốt ban đã bành nhát dạng tầng rắn đòn nét diếm thai toàn thả mua tích rư biệt tích trợ bong dốc sầm bốc bình tiếng trò một đồn đậm bay thai đã xa cà pi ở thẹ sang cái lắc miền trung trí những đồ bàn ố một nước ro rút trợ đây đã ở cối được 8 vị trí bằng cà rô nông cả ở đây ní sẽ phơ một thốt xoan chi mỗi bàn điệp rọp thà cả đây đang cối trơ bật tới 8 anh máy sạc xa ở ban mót chót chỉ tiếp bằng phọt thừa đội nị bán chỉ cao được bầy nè phụ á chỉ viếng mặt áo cá ở rước đốt bạt bàn thị sang cái lắc chai trinh chỉ ăn tội tô chỉ trơnสกัดติดตามจอนธนะก็ปันแต่บรูมกติดตามจำนวนจุดระบบมนุษย์ตัวเต๋อจีบเสจำปูมนุษย์ได้โจจุดคลายมสระแท้สังกัดเตอบ้านใจจีปีอย่างปนได้ได้สำคัญคือจังจุ่มนี้บ่มโป๊หนึ่งจังสุกบักมินจังตีหนูยืงก็มินนำไหลได้รู้ถ่าจังคือจีบังกูมุ้ยเว้ยล้วนมนุษย์รังปังมันสดมันเอาเรื่องมนุษย์ตัวจีสมไปโดยจิตดมอัจฉริยะจังมีครูธนาชนะแบบจรัญญาที่เคยมีมนุษย์บาดจังพลอดจังสันโดจังเปรสจังมันโตจังพลาจังปกจังจังใดหนึ่งจังกันดีสิการนามีจังบ้าเธอยกตะไม่หมกเลี้ยบมาเรียมจืงจังหนึ่งเชียซัสมอยđược luôn ảnh phim cô bàn tảiเธอมีดมน้มตังดังnày tiếp dạ sật cứ thả chi viên cùng dốc đáy từ can tật mày nó cùng dốc tật mấy từ liếp lửa bãi sọ bà thưa đôi đi hơi nè tạm chia tiết tới từ bẹt liềm bàm khơi lục ru bẹt nếu một tí bẹt tí tới từ đốc nẹp thè có bàn tải đường ní chơi chùm nai lối ó chờ nè chấm pùa nè cây lạp đà cái tay khơi chùm ngư mà dáng bị bạ mưa ở chiến á cứ chùm ngư ham chùm cốt nâng chứ cảnh đầy đừng bố khi khơi chừng cúng hông báo đuổi bọt miền po cờ hòm rồi khai po từ chia po xoáy rồi mày rồi po cờ hòm cờ máu được chìm chịu ba chừng cung đủ háo pru miên vật thổ riếu được càng khăn lu lục ru bệt dùng một chua giờ đang thì chạm bom dùng mốc khi khơi so tai sra tầm pén bài chủ sra nắng nút nát soi bệt đống phật mình bàn tì pru nòm ơi bốc chữ ấn này cô
អ្នកប្រាជ្ញជាសាស្ត្រដ៏ល្បីល្បាញជាច្រើននៅក្នុងសកលលោកទាំងមូលតែងតែនឹកឆ្ងល់សួរគ្នាទៅវិញទៅមកថាមួយតើហេតុអីបានជាភ្នែកមនុស្សមានរន្ធឆ្អឹងដល់ទៅពីរគឺតើហេតុដូចម្តេចបានជាឆ្អឹងត្រង់ភ្នែកទាំងពីរមានប្រហោងបន្ទាប់ពីស្រាវជ្រាវពិសោធន៍ជាច្រើនរយឆ្នាំមកទើបគេសន្និដ្ឋានរកឃើញថាឆ្អឹងមនុស្សមានប្រហោងដល់ទៅពីរនៅត្រង់ភ្នែកដូចនេះគឺបណ្ដាលមកពីឆ្អឹងត្រង់ភ្នែកគោលមានពកលុយចេញដល់ទៅ4កន្លែងប្រយោជន៍ខ្មែរថ្ងៃទី20ឧសភាឆ្នាំ1970មានសិលធម៌តែមាត់ហើយនិយាយរឿងយកអាកូនទៅរៀនសាលាអញ្ចឹងនោះអញគិតដល់អាលុញអីគេហ្នឹងចង់នាំឯងដុតសាលារៀនឲ្យអស់គ្មានឲ្យសល់មួយទេវានិយាយចឹងអាហ្នឹងប្រហែលស្គួតដែរមើលទៅពីថាឲ្យកាលពីសម័យដូនតាវាគ្មានសាលារៀនឬសាលាវិសោធន៍គីមីអ្វីទេហើយក៏ប៉ុន្តែយុវជនកូនអ្នកស្រែចម្ការមិនរត់ចោលស្រុកភូមិកំណើតរបស់ខ្លួនស្ថិតថប់ដូចថ្ងៃនេះសោះគឺសាលារៀនហ្នឹងហើយធ្វើឲ្យកូនអ្នកស្រែនិងកូនអ្នកនេសាទរត់ចោលមុខរបរម៉ែឪជាដូនជាតាអញ្ចឹងដែលហេតុនឹងហើយបានជាវាឲ្យគេដុតសាលាចោលឲ្យអស់អញយល់រឿងហ្នឹងអាលុញវាមិនចង់ឲ្យមានសាលារៀនព្រោះកុំឲ្យមានអ្នកចេះហើយព្រោះសាលារៀននាំឲ្យក្មេងចេះតែធ្វើនិមឺនចេះតែធ្វើចវាយគេប៉ុណ្ណោះគឺគ្មានបង្រៀនឲ្យចេះធ្វើខ្ញុំគេទាល់តែសោះហើយដែលគេហៅថារៀនគឺរៀនឲ្យចេះធ្វើខ្ញុំគេផងឲ្យចេះធ្វើចវាយគេផងចេះមួយមិនចេះមួយមិនបានជាដាច់ខាតអាលុញវាថាចេះទៀតបដិទ្ធសាលាអស់មន្ត្រីនិមឺនក៏អស់ដែរហើយដល់អស់និមឺននិសែនហើយអំពើពុករលួយស៊ីសំណុកសោកប៉ាន់អំពើមនុស្សជីជាន់មនុស្សក៏អស់ដែរអាហ្នឹងវានិយាយអញ្ចឹងអញយល់សោះអាហ្នឹងចង់ឲ្យមនុស្សល្ងងនាំគ្នាស្រាតហើយមើលទៅអាលុញនិយាយអញ្ចឹងក៏សមម្យ៉ាងដែរវាចង់ឲ្យមនុស្សខ្លាចទៅជាមនុស្សព្រៃដោយការចំនួនពីដើមដោយពួកខ្មែរលើពួកភ្នំអញ្ចឹងមនុស្សព្រៃគ្មានចេះវិជាចង់ឬបច្ចេកទេសទំនើបអ្វីទេគ្មានចំណេះទ្រឹស្ដីខាងសិលធម៌អ្វីទេក៏ប៉ុន្តែមនុស្សព្រៃទៀងត្រង់កាន់ពាក្យសច្ចៈជាទីបំផុតមនុស្សព្រៃទៀងត្រង់កាន់ពាក្យសច្ចៈមែនក៏ប៉ុន្តែកាយសាហាវណាសម្រាប់មនុស្សគ្មានដឹងអីទេជួនកាលស៊ីសាច់មនុស្សគ្នាឯងថែមទៀតមនុស្សព្រៃកាយសាហាវមែនក៏ប៉ុន្តែកាយសាហាវនៅក្នុងសភាវគតិកាយសាហាវរបៀបនេះមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សលោកទេបើតាមយោបល់អញមនុស្សដែលកាចសាហាវបំផុតគឺមនុស្សនៅក្នុងសម័យសង្ឃឥឡូវនេះមានមនុស្សណាដែលសាហាវជាងមនុស្សមានសិលធម៌ដែលសាហាវជាងមនុស្សមានចំណេះវិជ្ជាខ្ពង់ខ្ពស់ទេហើយមិនបានហែងនិយាយអញ្ចឹងអញនិយាយចឹងព្រោះមនុស្សព្រៃស្រាតនៅខ្លួនទៅទេព្រោះមនុស្សព្រៃមានតែក្រណាត់មួយបន្ទះសម្រាប់ពឹងតែប៉ុណ្ណោះព្រោះមនុស្សព្រៃគ្មានសេចក្តីលោភមនុស្សព្រៃមិនចេះទ្រឹស្ដីសិលធម៌សន្ធឹកសន្ធាប់ដូចយើងឥឡូវជាពិសេសព្រោះពី2500ឆ្នាំមុនមានមនុស្សម្នាក់បានត្រាស់ជាព្រះពុទ្ធហើយតាំងពីពេលនោះមកគ្មានមនុស្សណាម្នាក់បានត្រាស់ជាព្រះពុទ្ធឡើយហើយសម័យនេះទៀតមានតែកើតពួកមនុស្សមួយចម្លែកមួយក្រុមគួរចាប់អារម្មណ៍ពួកគេពួកហ៊ីពីឯងចិត្តឈួតដូចអាហ៊ីពីតែម្ដងឈួតរបៀបហ៊ីពីអាក្រន់បើជាងឈួតមនុស្សមានសិលធម៌ទៅមាត់ប្រយោជន៍ខ្មែរថ្ងៃទី30ខែឧសភាឆ្នាំ1970ឲ្យណោតខ្ញុំមកច្រើនការពីចំនួនដើមនៅក្នុងប្រទេសអារ៉ាប៊ីប្រជាជនអារ៉ាប់បានកាន់ទំនៀមទម្លាប់មួយយ៉ាងគួរឲ្យភ័យរន្ធត់ទំនៀមទម្លាប់នោះតម្រូវឲ្យភរិយាទាំងឡាយដុតខ្លួនទាំងអស់ឲ្យស្លាប់ទៅតាមប្តីកាលបើប្តីខ្លួនស្លាប់ធ្វើដូចនេះដើម្បីឲ្យបានឡើងឋានសួគ៌និងឲ្យបានកើតជាស្រីសួគ៌ពិធីដុតខ្លួននេះត្រូវធ្វើយ៉ាងឧឡារិកនៅចំពោះមុខសាធារណជនស្រីមេម៉ាយត្រូវលោតទៅលើសពប្តីខ្លួនដែលកំពុងឆេះនៅក្នុងភ្លើងដ៏សន្ធោសន្ធៅកុលសម្ព័ន្ធណាមួយឬស្រុកភូមិណាមួយដែលមានស្ត្រីមេម៉ាយដុតខ្លួនច្រើនជាងគេចាត់ទុកថាជាកុលសម្ព័ន្ធឬស្រុកភូមិដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញគួរឲ្យគោរពជាងគេបំផុត
ពូមកដល់ត្រង់នេះភ្លាមសាស្ត្រាចារ្យម្នាក់ដែលជាមេប្រយោគសួរផ្ទាល់មាត់នៅក្នុងសម័យប្រឡូកបាក់ទី1បានឃាត់នាងក្រមុំម្នាក់ជាបេក្ខជនមិនឲ្យនិយាយតទៅទៀតដោយពូញញឹមថាប៉ុណ្ណឹងបានហើយនាងចាំរឿងនឹងគ្រាន់បើអ្នកណាជាអ្នកនិពន្ធរឿងហ្នឹងគឺលោក Voltaire អ្នកនិពន្ធជនជាតិបារាំងនាសតវត្សទី18នៅពេលដឹងថានាងមេម៉ាយម្នាក់មានបំណងនឹងដិតខ្លួនទៅតាមប្តីតើសាឌិកដែលជាតួអង្គឯកនៅក្នុងរឿងមានអារម្មណ៍យ៉ាងណាខ្លះបន្ទាប់ពីនៅមួយសន្ទុះមកទំនងជានឹកគិតប្រមូលគំនិតសំខាន់នាងក្រមុំដ៏ស្រស់ក៏ញញឹមពព្រាយរួចឆ្លើយថាសាឌិកស្លុតចិត្តយ៉ាងខ្លាំងចំពោះអំពើដ៏រន្ធត់នេះគាត់ចង់ឲ្យមេកុលសម្ព័ន្ធលុបចោលរបៀបចង្រៃនោះចេញក៏ប៉ុន្តែទេសកលកម្មកររបស់គាត់ម្នាក់ប្រាប់ថាមានអ្នកណាម្នាក់ហ៊ានប៉ះពាល់ទេព្រោះទំនៀមទម្លាប់នេះមានអាយុជាង 1000 ឆ្នាំមកហើយឥឡូវក៏ខ្លាចទៅជាច្បាប់ប្រចាំជីវិតរបស់ស្រីគ្រប់រូបទៅហើយសាឌិកសូមឲ្យមេកុលសម្ព័ន្ធធ្វើច្បាប់មួយច្បាប់នោះចែងថាម៉េចមុននឹងអនុញ្ញាតឲ្យស្រីមេម៉ាយណាម្នាក់ដុតខ្លួនបានលុះត្រាតែស្រីនោះបានជួបសារនិយាយសារសងដោយស្ងាត់តែ2នាក់ជាមួយនឹងប្រុសកំឡោះណាម្នាក់ឲ្យបាន1ម៉ោងពេញលេញរួចហើយសិនហេតុអ្វីបានជាសាឌិកសូមឲ្យបង្កើតច្បាប់នឹងដើម្បីកុំឲ្យស្រីមេម៉ាយដុតខ្លួនតាំងពីកើតច្បាប់នឹងមកតើស្រីមេម៉ាយសុខចិត្តដុតខ្លួនដូចមុនទេចាស់អត់ទេមិនបានជាស្រីមេម៉ាយបានជួបប្រុសកំឡោះនៅកន្លែងស្ងាត់តែ2នាក់អញ្ចឹងស្រាប់តែឈប់ដុតខ្លួនតាមទំនៀមទម្លាប់អញ្ចឹងទៅវិញដោយឃើញនាងក្រមុំឡើងមុខរហមអោនមុខទៅមើលក្រោមទំនងជាអៀនមិនហ៊ានឆ្លើយលោកសាស្ត្រាចារ្យកំឡោះសុទ្ធស្អាតដោយសម្ពុតក្រៅភ្នត់ក៏បង្ហើរលបោទៅទៀតថាបើសិនជានាងជាតួអង្គស្រីមេម៉ាយហើយបានសម្រេចចិត្តលូតចូលភ្លើងឲ្យស្លាប់ទៅតាមប្តីរួចហើយក៏ប៉ុន្តែគេអនុញ្ញាតឲ្យប្រុសកំឡោះម្នាក់មកជួបនិយាយលួងនាងនៅកន្លែងស្ងាត់ទៅ2នាក់តើនាងសុខចិត្តស្លាប់ឬនាងចង់រស់ទៅវិញនាងក្រមុំនៅតែអោនមុខទៅក្រោមដដែលនាងឆ្លើយយ៉ាងរហ័សទំនងជាផ្អើលដូចតោដូចគោស្ទាវថាខ្ញុំលោតចូលភ្លើងឲ្យស្លាប់ចុះបើប្រុសកំឡោះនោះជារូបខ្ញុំវិញតើនាងចង់រស់ទេដោយឃើញនាងក្រមុំមុខឡើងក្រហមឬតែស្រស់ឡើងមួយកម្រិតទៀតហើយអោនមុខនៅស្ងៀមមិននិយាយស្ដីអ្វីតទៅសោះមេប្រយោគអរត់អរីក៏និយាយសម្លុតដោយសម្ដីតិចថាបើមិនឆ្លើយខ្ញុំឲ្យ0នាងក្រមុំក៏ងើបមុខសម្លឹងលោកមេប្រយោគដែលអឹមអៀនដួងនេត្រាមានពន្លឺដ៏ចម្លែកអស្ចារ្យវងភ័ក្រក្រហមរងាដោយរងើកភ្លើងរួចក៏ទម្លាក់មុខទៅក្រោមវិញហើយពោលដោយញ័រកំបុតថាចាចង់នៅរស់ក៏ប៉ុន្តែសូមលោកគ្រូឲ្យណោតខ្ញុំឲ្យច្រើនប្រយោជន៍ខ្មែរថ្ងៃទី7ខែមិថុនាឆ្នាំ1970តើរូបខ្ញុំជាអ្វីខ្ញុំមើលកុនខ្ញុំមើលល្ខោនខ្ញុំអានសៀវភៅប្រឡោមលោកអានប្រវត្តិសាស្ត្រពិភពលោកអានកាសែតអានទស្សនាវដ្តីរបស់ទាំងនេះធ្វើឲ្យខ្ញុំនឹកស្រមៃឃើញអ្នកក្លាហានឃើញមនុស្សបិសាចគ្រប់ធន់ឃើញអរិយធម៌គ្រប់ធន់ឃើញការប្រយុទ្ធគ្រប់បែបឃើញសមរភូមិឃើញអំពើឃាតកម្មឃើញអំពើប៉ុនប៉ងធ្វើមនុស្សឃាតឃើញគេយំសោកគេសប្បាយគេត្រេកត្រអាលស្នេហាឃើញគេនិយាយយ៉ាងក្លៀវក្លានៅមុខមេក្រូឃើញសមុទ្រមនុស្សឈរស្ដាប់យ៉ាងជក់ចិត្តឮស្នូរកំភ្លើងឮសម្រែកជ័យយោឮចម្រៀងសំសាវុធលាក់និងលាក់ទស្សនីយភាពទាំងនេះធ្វើឲ្យខ្ញុំរសាទៅសែនឆ្ងាយរសាត់ឆ្ងាយដល់ពិភពចម្លែកមួយធ្វើឲ្យខ្ញុំមានសតិអារម្មណ៍មួយបែបឲ្យមានគំនិតមួយបែបឲ្យមានឧត្តមគតិមួយបែបឲ្យមានជំនឿមួយបែបដែលខ្ញុំស្រឡាញ់ចូលចិត្តក៏ប៉ុន្តែខ្ញុំធ្វើហាក់ដូចជាស្អប់ណាស់ដែលខ្ញុំប៉ុនប៉ងក៏ប៉ុន្តែដែលខ្ញុំធ្វើហាក់ដូចជាបន់ស្រន់សូមកុំឲ្យជួបប្រទះនឹងភ្នែកនឹងត្រចៀកនឹងមាត់នឹងច្រមុះនឹងខ្លួនប្រាណតតែសោះដែលខ្ញុំមិនចូលចិត្តតតែសោះ
ក៏ប៉ុន្តែដែលខ្ញុំយកមកលេងជាល្បែងយកមកធ្វើតាមយកមកដើរតួតាមយកមកនិយាយតាមរហូតយកមកធ្វើជាគំរូហើយនៅទីបំផុតក៏យកមកធ្វើជាជំនឿយ៉ាងស៊ុបនៅក្នុងចិត្តគំនិតរបស់ខ្ញុំតែម្ដងnhưngម្ដងមួយនោះបន្ទាប់ពីបានមើលរឿងកុនមួយរឿងខ្ញុំហាក់ដូចជាស្រមៃឃើញថាខ្ញុំបានចូលទៅប្រយុទ្ធការពីឧត្តមគតិមួយការពីឧត្តមគតិមួយដែលធ្វើខ្ញុំសប្បាយរីករាយអស្ចារ្យសប្បាយសឹងតែធ្វើខ្ញុំចូលជើងមិនជាប់ដីសឹងតែដែលរសាត់ទៅតាមដុំពពកខ្ញុំរស់នៅក្នុងបរិយាកាសអាប់អួរភ្លុកតាប់ភ្លុកដីជីវភាពរស់នៅប្រឡាប់កាប់ផ្កាមានអនាធបត័យពីពេញប៉ុន្តែជីវភាពមិនសាបសូន្យឡើយអនាធបត័យហួសហេតុពេកទៅក៏បែកផ្ទុះទៅជារបៀបរៀបរយឡើងវិញតើខ្ញុំជាទាហានរឿងនេះខ្ញុំមិនដឹងដែរតើខ្ញុំជាមនុស្សសាមញ្ញធម្មតារឿងនេះក៏ខ្ញុំមិនដឹងដែរក៏ប៉ុន្តែខ្ញុំគ្រាន់តែដឹងថានៅពេលទៅដល់ផ្ទះខ្ញុំក៏យកស្បែកជើងគោវែងមកពាក់កាត់សក់ទៅតាមសម័យមួយដ៏ចម្លែកស្លៀកពាក់ខោកាប៊យមួយបែបពាក់ខ្សែក្រវ៉ាត់ជួរកាំភ្លើងស្នៀតមួយនិងកាំភ្លើងខ្លីមួយយ៉ាងសង្ហានៅនឹងចង្កេះឡាក់រួចខ្ញុំក៏ដើរទៅឈរនៅមុខកញ្ចក់ឆ្លោះមុខភ្លាមខ្ញុំឈរសម្លឹងមើលរូបរាងមើលហើយមើលទៀតមិនឈប់មើលតតែភ្លឹកសតិអារម្មណ៍មិនដឹងជៀនដែរត្រសែទៅដល់ទីណាខ្ញុំរសាត់ចូលទៅក្នុងពិភពមួយថ្មីខ្ញុំចង់តែសម្លាប់មនុស្សខ្ញុំចង់តែសប្បាយនឹងសម្លាប់ខ្ញុំចង់តែរាតត្បាតហួងហែងគ្រប់បែបគ្រប់យ៉ាងខ្ញុំចង់តែចាប់មនុស្សមកធ្វើទោសទណ្ឌកម្មមកអង្រួនចិញ្ច្រាំសាច់ទាំងអស់ខ្ញុំចង់ធ្វើខ្លួនខ្ញុំនេះទៅជាមនុស្សកាចសាហាវជាមនុស្សមើងម៉ាត់ក្រៃលែងជាមនុស្សធ្វើអ្វីមិនចេះខុសជាមនុស្សមិនចេះចាញ់ជាមនុស្សមានចរិតស្អាតស្អំជាទីបំផុតជាមនុស្សក្លាហានអង់អាចគ្មានអ្វីមកប្រដូចបានហើយខ្ញុំចង់ធ្វើយ៉ាងហ្នឹងទាំងចិត្តទាំងគំនិតទាំងអំពើខ្ញុំឃើញខ្លួនខ្ញុំនេះខ្លាចប្រែក្រឡាទៅជាច្រើនបែបច្រើនយ៉ាងម្ដងជារ៉ូពេសព្យាម្ដងជាណាប៉ូឡេអុងម្ដងជាជ័យវរ្ម័នទី7ម្ដងជាអាឡិចសង់ម្ដងជាហ៊ីតលែរម្ដងជាស្ដេចកូនម្ដងជាត្រុកស្ទីម្ដងជាលុយប៊ុំបាម្ដងជាឆេកេវ៉ារ៉ាជាក្រាស្ត្រូជាម៉ៅសេតុងជាម៉ូសូលីនីជាសីហានុជាស្តាលីនជាអតិទេពតែម្ដងលុះដល់ដឹងខ្លួនមកវិញទស្សនីយភាពនៅក្នុងកញ្ចក់ធ្វើខ្ញុំផិតភ័យយ៉ាងខ្លាំងធ្វើខ្ញុំព្រឺក្បាលសម្ពូងខ្ញុំញាប់ញ័រសពសាច់សរសៃខ្ញុំអោនមុខទម្លាក់ភ្នែកចុះទៅក្រោមមិនហ៊ានមើលតទៅទៀតឡើយខ្ញុំខ្មាស់អៀនរកទីបំផុតគ្មានតើខ្ញុំជាអ្វីរឿងនេះខ្ញុំមិនដឹងដែរក៏ប៉ុន្តែលុះចំនួន10ឆ្នាំក្រោយមកនៅពេលដែលខ្ញុំមានវិចារណញ្ញាណកាលណាទើបខ្ញុំដឹងថាកាលនោះខ្ញុំលេងល្បែងកូនក្មេងខ្ញុំដើរតួកូនក្មេងតែប៉ុណ្ណោះប្រយោជន៍ខ្មែរថ្ងៃទី16ខែមិថុនាឆ្នាំ1970ស្អប់មិនចេះចប់គេនាំគ្នាស្អប់ខ្ញុំគេស្អប់ខ្ញុំថាខ្ញុំស្លៀកពាក់ខោអាវមិនត្រូវជ្រុងគេស្អប់ថាខ្ញុំមកស្លៀកពាក់ខោអាវចេះខោអាវចុះគេស្អប់ថាខ្ញុំទុកសក់ចេះទុកសក់ចុះគេស្អប់ថាខ្ញុំចូលបារជាចៃបារស្រឡាញ់ស្រីបារចូលចិត្តរាំច្រៀងនៅក្នុងបារគេស្អប់ថាខ្ញុំយូកុងកោងកាចថោកទាបជាអ្នកជិះម៉ូតូ Honda Yamaha Kawasaki គេស្អប់ខ្ញុំថាចូលចិត្តមើលកុនអាចោអាកិញមើល Cowboy ជីសេះបាញ់ដាល់តប់មើលកុនស្នេហាអាក្រាតចំតិតចំតងគេស្អប់ថាខ្ញុំមើលតែស្រីស្អាតមើលរូបមនុស្សស្នេហាអត់អាសូរមើលទស្សនាវដ្តីផ្ដេសផ្ដាស់គេស្អប់ថាខ្ញុំចូលចិត្តស្រីស្រានិងល្បែងពាលាគេស្អប់ថាខ្ញុំធ្វើអញ្ចេះធ្វើអញ្ចោះមិនឈប់សោះគេស្អប់ខ្ញុំមិនក៏ស្អប់ម្លេះតើអ្វីទៅដែលធ្វើគេស្រឡាញ់គេស្អប់ខ្ញុំព្រោះខ្ញុំធ្វើអ្វីតម្រូវតែចិត្តខ្ញុំព្រោះខ្ញុំធ្វើអ្វីដែលធ្វើឲ្យខ្ញុំសប្បាយចិត្តតែប៉ុណ្ណោះគេស្អប់ខ្ញុំព្រោះខ្ញុំមិនបានលំអោនលំទោនលួនក្រាបតាមសម្រែកគីគួរគេសម្អប់ខ្ញុំ
ព្រោះខ្ញុំច្រើនតែប្រឆាំងនឹងផ្លូវដែលគេធ្លាប់តែដើរគេស្អប់ខ្ញុំព្រោះតែខ្ញុំមិនចេះរស់ឲ្យសមតាមចិត្តគេរួមសេចក្តីមកគេស្អប់ខ្ញុំព្រោះតែខ្ញុំស្អប់គេខ្ញុំស្អប់គេព្រោះតែខ្ញុំស្អប់អ្វីដែលចាស់កម្រិលគេស្អប់ខ្ញុំព្រោះគេស្អប់អ្វីដែលគេមិនធ្លាប់ធ្វើអ្វីដែលគេមិនធ្លាប់ធ្វើគេថាស្អុយអ្វីដែលចាស់កម្រិលខ្ញុំថាស្អុយហើយបើរបស់ដែលខ្ញុំស្អប់និងគេស្អប់ជារបស់ស្អុយក៏គ្រប់ដូចគ្នាដដែលជាដដែលហើយđâyបានជាយើងនាំគ្នាស្អប់គ្នាដូចនេះហើយបើយើងនាំគ្នាស្អប់របស់ស្អុយទៅវិញទៅមកហើយដូចយើងក៏មិននាំគ្នាស្អប់អាចផងហើយយើងបានជានាំគ្នាខ្ពើមឆ្អើមអាចព្រោះតែអាចមានក្លិនរយនឹងដែរហើយđâyបានជាយើងចូលចិត្តរស់នៅជាមួយនឹងអាចទុកអាចឲ្យមាននៅក្នុងខ្លួនធ្វើអីទៀតមិនមិនកាត់ក្រពះអាចចោលឲ្យផុតខ្លួនទៅហើយបើយើងជៀសវាងស្អុយមិនបានដែរហេតុអីយើងនាំគ្នាស្អប់គ្នាទៅវិញទៅមកឡើងម្លេះប្រយោជន៍ខ្មែរថ្ងៃទី5កក្កដាឆ្នាំ1970នេកស្រវាំងបែកផ្សែងនៅពេលដែលខ្ញុំកំពុងតែអង្គុយផឹកស្រាផឹកមួយកែវហើយផឹកមួយកែវទៀតមិនដឹងជាអស់ប៉ុន្មានកែវក្បាលខ្ញុំស្ពឹកនេកខ្ញុំទុនតួស្រវាំងបែកផ្សែងស្រាប់តែមានដៃមួយមកកេះស្មាខ្ញុំរួចបន្លឺសំឡេងថាយីនេះផឹកឲ្យច្រើនហើយអ្នកឯងទេបើមកណានៅផឹកដូចសម័យសេនុកធ្វើទៀតខ្ញុំចង់ឆ្លើយទៅសំណួរនោះដែរហើយក៏ប៉ុន្តែខ្ញុំឆ្លើយមិនរួចព្រោះមាត់ខ្ញុំវាកាំងអស់ហើយនិយាយមិនរួចទេខ្ញុំចង់ងើបទៅមុខមើលឲ្យស្គាល់អ្នកដែលកេះស្មាខ្ញុំសួរដែរក៏ប៉ុន្តែងើបមិនរួចព្រោះក្បាលខ្ញុំវាធ្ងន់ស្ពឹកអស់ហើយងើបមិនរួចទេខ្ញុំចង់លើកដៃឲ្យចាប់ដៃគេដើម្បីគួរសមដែរក៏ប៉ុន្តែលើកទៅមិនរួចព្រោះដៃខ្ញុំវាសោះកម្លាំងកាំងគ្មានធម៌ពលទៅហើយលើកមិនរួចទេខ្ញុំឆ្ងល់ណាស់ហេតុអីបានជាខ្ញុំហាមាត់និយាយមិនរួចហេតុអីបានជាខ្ញុំងើបក្បាលមើលមុខគេមិនរួចហេតុអីបានជាខ្ញុំលើកដៃទៅចាប់ដៃគួរសមមិនរួចរឿងទាំងនេះខ្ញុំមិនដឹងទេខ្ញុំគ្រាន់តែឮសំឡេងមួយឃ្លាបន្លឺឡើងថាមកយើងទៅអង្គុយកណ្ដោះវិញអាហ្នឹងចិត្តគួរដែរហើយសួរវា1ម៉ោងទៀតក៏វាមិនចេះឆ្លើយដែរមើលតែដបស្រានៅលើតុវាឯងដឹងរឿងហើយកុំនៅត្រេងត្រង់ជាមួយវាយូរពេកអញឃ្លានណាស់ខ្ញុំឮគេនិយាយខ្ញុំឮគេដើរស្រាប់ទៅកាន់តុមួយដែលនៅពីក្រោយក្នុងខ្ញុំឮគេស្រែកហៅអ្នកបម្រើឮសូរអ្នកបម្រើដើរចុះដើរឡើងឮសូរមនុស្សប្រុសស្រី2នាក់និយាយពីនេះពីនោះសើចក្អាស់ក្អាយប្រយោជន៍ខ្មែរថ្ងៃទី4សីហាឆ្នាំ1970មនុស្សលោកឈ្នះហើយកងទ័ពរបស់ស្ដេចប៊ុលហ្គានិងកងទ័ពរបស់ស្ដេចអាវ៉ាបានដើរសម្ដៅរកស៊ីសាច់គ្នាមើលទៅគួរឲ្យចាប់អារម្មណ៍ទស្សនីយភាពឯណាមួយដែលល្អប្រណិតដែលរស់រវើកដែលស្របបំព្រងដែលមានសណ្ដាប់ធ្នាប់ឥតខ្ចោះដូចទស្សនីយភាពកងពលទាំងសងខាងនេះឡើយស្នូត្រំប៉ែតស្នូក្លុយស្នូត្រែស្នូស្គរស្នូកណ្ដុងនៅទាំងអស់នឹងប្រគំគ្នាបានជាបទភ្លេងមួយពីរោះអស្ចារ្យសូម្បីនៅឋាននរកក៏មិនធ្លាប់បានឮដែរដំបូងបង្អស់កណ្ដុងបានបញ្ចេញមហិទ្ធិឫទ្ធិស្រោបព្រោះមច្ចរាជយ៉ាងរំគាលទៅលើកងទ័ពពលទាំងសងខាងធ្វើឲ្យមនុស្សដេកលើផែនដីអស់ជិត 9,000 នាក់នៅក្នុងកងពលនីមួយបន្ទាប់មកកាំភ្លើងដៃបានបញ្ចេញកំសួររោទ្រហឹងអឹងកងផ្ដាច់ជីវិតជនអភ័ព្វឲ្យដួលដេកត្រៀបត្រាលើសមរភូមិអស់ប្រហែល 9,000 ដល់ទៅដល់ 10,000 នាក់បាយយ៉ូណេតក៏ចាប់ដើមចាក់សម្លាប់អង្កន់សាច់ផ្ដាច់ជីវិតមនុស្សអស់ជាច្រើនពាន់នាក់ថែមទៀតរួមទាំងអស់មកមនុស្សជាតិដែលបានបាត់បង់ជីវិតនៅក្នុងមហាកេតកម្មយ៉ាងរន្ធត់នោះអាចឡើងចំនួនរហូតដល់ 30,000 នាក់ផ្លាយនៅពេលដែលកងទ័ពទាំងពីរខាងកំពុងតែហែកហួរកាប់សម្លាប់គ្នាទៅវិញទៅមកនោះយុវជនកង់ឌីតចេះតែរត់លូនពីជំរកមួយទៅជំរកមួយខំលាក់ខ្លួនពួនអាត្មាទាំងភ័យរន្ធត់ញាប់ញ័រប្រៀបបាននឹងកូនសត្វនៅទីបំផុតយុវជនកង់ឌីតក៏សម្រេចចិត្តរត់ចោលកងទ័ព
រត់ចេញពីលានប្រយុទ្ធដើម្បីទៅពិចារណារកហេតុនិងផលនៅទីឆ្ងាយគេដើរឆ្លងកាត់គំនរសាកសពនឹងវងអ្នករបួសដែលកំពុងតែស្លឈាមប្រដោរកខ្យល់យ៉ាងវេទនាឆ្លងពីគំនរមួយទៅគំនរមួយពីវងមួយទៅវងមួយដើររហូតទៅដល់ភូមិជិតខាងមួយដែលនៅសល់តែផេះភូមិនេះជាភូមិរបស់ពួកស្ដេចអាវ៉ាដែលត្រូវពួកស្ដេចប៊ុលហ្គាដុតបំផ្លាញចោលការបំផ្លាញស្រុកភូមិនេះធ្វើត្រឹមត្រូវទៅតាមគោលការណ៍ច្បាប់សាធារណៈនៅក្នុងភូមិគេឃើញមនុស្សប្រុសចាស់ជរាត្រូវគេធ្វើទារុណកម្មបែកឈាមហូរសស្រាក់ពេញខ្លួនឃើញប្តីកំពុងយំខ្សឹកខ្សួលខ្លោចផ្សានៅចិត្តសាកសពប្រពន្ធកូនដែលដេកស្លាប់យ៉ាងអណោចអធមនៅក្នុងថ្លុកឈាមឃើញសាកសពស្រីភេទដែលត្រូវគេអាកសម្លាប់យ៉ាងរន្ធត់ឃើញកូនងាកំពុងតែស្រែកយំកងរំពងស្រែកយំនៅលើសាកសពម្ដាយយំរាវរកដោះម្ដាយដែលប្រឡាក់សុទ្ធតែឈាមដែលដេកស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអណោចអធមឃើញសាកសម្ដាយនិងកូនអោបគ្នាក្រវងគ្មានរបេះពីដៃដួលដេកនៅលើប្រតិពីឃើញស្រីក្រមុំត្រូវគេវះពោះដួលដេកធ្ងោរំពងយ៉ាងវេទនាឃើញមនុស្សខ្លះត្រូវភ្លើងដុតររាស្រែកធ្ងោឲ្យស្លុតគួរឲ្យតក់ស្លុតត្រង់នេះឃើញដៃមួយកំណាត់ត្រង់នោះឃើញជើងមួយកំណាត់កន្លែងនោះឃើញមនុស្សបែកលលាក្បាលខួរខ្ទាតពីសពេញដីឃើញទាំងអស់អ្វីក៏ឃើញដែរឃើញសឹងតែបែកក្បាលជា7ភាគអន្តិតឯងគិតមើលអាហ្នឹងហើយដែលគេហៅថាការកំសាន្តកែអបសុខរបស់មនុស្សរួចនាំគ្នាស្រែកជាយោថាមនុស្សលោកឈ្នះហើយអើលបងតន្សាយឯងឲ្យដឹងរឿងនេះពីណាមកគឺដកស្រង់ពីរឿងកង់ឌិតរបស់អ្នកនិពន្ធបារាំងឈ្មោះ Voltaire ប្រយោជន៍ខ្មែរថ្ងៃទី29 តុលាឆ្នាំ1970នាងនោះអត់លេងកុនទេអាលបងតសាយក្តីសោកគ្រប់ទៅខ្ញុំដូចជាអភ័ព្វណាអភ័ព្វជាងទុំនឹងទាវទៅទៀតទុំមិនមែនអភ័ព្វជាងខ្ញុំទេព្រោះទុំមិនបានឃើញនាងទាវនៅក្នុងរង្វង់ដៃប្រុសដតីព្រោះទុំត្រូវគេសម្លាប់ស្លាប់ដូចទុំក៏ស្រួលម្យ៉ាងដែរព្រោះអស់ខ្វល់ចង់នាងទាវបានទៅអ្នកណាក៏បានទៅទុំក៏គ្មានឈឺក្បាលដែរព្រោះខ្លួនស្លាប់ទៅជាខ្មោចអស់ខ្វល់អស់ព្រួយអស់ឈឺចាប់រួចទៅហើយហើយចំណែកខ្ញុំវិញទុកគ្មានលហែទេលបងដេកក៏ឃើញដើរក៏ឃើញអង្គុយក៏ឃើញឈរក៏ឃើញហើយបើឃើញគ្រប់ដង្ហើមអញ្ចឹងហើយតើខ្ញុំធ្វើម៉េចក៏កាត់ចិត្តខ្លះដែរក៏ប៉ុន្តែគ្មានបានផលអីទេគឺរត់ទៅចុកឈាមថែមទៀតហើយលបងគិតមើលខ្ញុំកំកាត់ចិត្តបានខ្លះហើយស្រាប់តែឃើញគេបណ្ដើរគ្នានៅមុខខ្ញុំហើយជំងឺចាស់នឹងដុតខ្ញុំឲ្យខ្ញុំរស់រាវិញភ្លាមខ្ញុំមកក្រាញតែគុំនៅភ្នំពេញតទៅទៀតទើបបានសុខបើហ៊ានទៅនៅតទៀតខ្ញុំច្បាស់ជាចេះតែជប់រទះឃើញនឹងភ្នែកជិននេះលោះហើយជំងឺចាស់ចេះតែរើមិនឈប់ឈរហើយមិនងាយនឹងជាទេខ្ញុំគិតដើរចោលភ្នំពេញហើយដើម្បីឲ្យជំងឺបានរសាយខ្លះជាពិសេសកុំឲ្យឈឺចុកចាប់ខ្លាំងពេកហើយអន្តិតប្រុញឯងនិយាយអញ្ចឹងក៏សមម្យ៉ាងដែរហើយជំងឺបេះដូងពិបាកដោះស្រាយណាស់មិនចេះតែនៅឲ្យឃើញអញ្ចឹងងាយរសាយទុកបានទេបានឃើញបានដឹងបានឮគឺទាំង3មុខនេះគឺជាប្រភពនៃទុក្ខហើយបើមិនចង់ឲ្យក្រំគ្រាក្នុងចិត្តមានតែវិធីធ្វើមិនឃើញមិនដឹងមិនឮអត់ក៏ប៉ុន្តែបើឃើញហើយឮហើយដឹងហើយបើរបស់អស់នឹងមកនៅនឹងភ្នែកនឹងត្រចៀកហើយធ្វើមិនដឹងមិនឃើញមិនឮមិននឹងកើតរឿងខ្ញុំក៏មិនខុសពីរឿងអន្តិតប្រុញឯងដែរយើងជាមនុស្សអភ័ព្វដូចគ្នាកាលពីគ្នានៅកំឡោះគ្នាបានស្រឡាញ់ស្រីម្នាក់ស្រីនោះមានមុខមាត់រៀងរៅនឹងសាច់ឈាមពណ៌សម្បុរដូចនាងសោមវ៉ាន់សូដានីតួកុនខ្មែរអញ្ចឹងគឺស្អាតអើយស្អាតស្រស់អើយស្រស់ឃើញនាងនោះម្ដងគ្នារមួលប្រកាច់ប្រកិនក្នុងចិត្តតែម្នាក់ឯងតតែគេសួរទើបគ្នានិយាយចេញដូចជាកាំងមាត់រកហានិយាយមិនបានតតែសោះមួយថ្ងៃហើយបើមិនបានឃើញមុខគេម្ដងមិនបានឃើញដំបូលផ្ទះគេម្ដងមិនបាននិយាយសារសងជាមួយគេបានម្ដងទេច្បាស់ជាស្លោជាស្លាប់ជាមិនខានរួចនាងនោះមានស្រឡាញ់លោកបងទេសួរអញ្ចឹងគ្នាពិបាកឆ្លើយណាអ្នកណាអាចប៉ាន់ស្មានចិត្តមនុស្សបានពាក្យស្រឡាញ់មានពីរបែប
មួយចេញពីមាត់ក្រៅមួយចេញពីបេះដូងហើយពាក្យស្រឡាញ់ទាំងពីរបែបនេះវាលាយឡំគ្នាល្អក់ខ្វល់មិនងាយនឹងយល់ទេបើសម្លឹងតាមមាត់ក្រៅនាងនោះស្រឡាញ់គ្នាណាគឺស្រឡាញ់សឹងតែលេបរួចនាងហ្នឹងជាអ្នកណាក្រែងប្រពន្ធលោកបងឯងសពថ្ងៃទេដឹងមិនមែនទេបើអញ្ចឹងនាងនោះឈ្មោះអីក្រែងនាងទូកុននោះទេដឹងមិនមែនទេនាងនោះអត់មានលេងកុនទេរឿងអីបានជាបែកគ្នារឿងនោះបណ្ដាលមកពីគ្នាគ្មានពឹសមកពីគេថាគ្នានេះជាពស់ប្រលិតជាពស់ថ្លាន់មានធំដូចឃ្លោកជាពិសេសគេថាគ្នានេះជានិស្សិតសាកលវិទ្យាល័យព្រែកថ្នោតហើយគេថាគ្នាមានតែសេដ្ឋីវិការដើរទឹកប្រុញឯងដែរប្រយោជន៍ខ្មែរថ្ងៃទី12ខែវិច្ឆិកាឆ្នាំ1970ឃ្លានហួសពីការគិតនិយាយពីសិទ្ធិសេរីភាពកាលណាខ្ញុំសែនអស់កម្លាំងព្រោះអស់ជំនឿកាលពីដំបូងខ្ញុំចង់មានសិទ្ធិណាចង់បានពេករហូតតែឃើញឈាមហូរជាកម្រងផ្កាឃើញគ្រោះថ្នាក់អស់ជីវិតថាជាលបែងសប្បាយអុយលូបានសិទ្ធិនោះមកក្នុងដៃកណ្ដាប់កណាខ្ញុំឃ្លានអើយសែនឃ្លានជាងកាលណាទាំងអស់ឃ្លានជាងកាលមិនទាន់បានទៅទៀតខ្ញុំស៊ីខ្ញុំលិតខ្ញុំថើបខ្ញុំញុញីខ្ញុំក្រញិចខ្ញុំគ្រួតខ្ញុំខំខ្ញុំខ្ញែកខ្ញុំក្តិចរួចខ្ញុំលេបមិនតិចមិនទួចលេងលេបទាំងអស់តែម្ដងខ្ញុំហល់អើយហល់ខ្ញុំមិនទះទេខ្ញុំក្រហាយខ្ញុំខ្លោចផ្សាខ្ញុំក្តៅខ្ញុំតឹងពោះខ្ញុំចង់ក្អួតខ្ញុំចង់ចង្អោររួចខ្ញុំនឹងទៅដល់តាជិជូឬខ្ញុំឃើញតាជិជូបែកពោះស្លាប់ព្រោះឃ្លានហួសព្រំដែនឃ្លានហួសពីការពិតឃ្លានហួសមៀតឃ្លានមិនមើលទំនៀមទម្លាប់ឃ្លានមិនមើលពូជពងមិនមើលថាតើយើងជាអ្នកស៊ីនំប៉័ងឬស៊ីបាយមិនមើលថាយើងជាអ្នកស្រុកត្រជាក់ឬស្រុកក្តៅមិនមើលថាតើចិត្តគំនិតយើងទុំហើយឬនៅមិនមើលមុខមិនមើលក្រោយមិនមើលពិចារណាឲ្យបានច្បាស់លាស់រួចមកខ្ញុំហល់អន្ទះព្រោះខ្ញុំឃ្លានហួសចន្ទោធ្វើឲ្យខ្ញុំហល់ពោះដល់ហល់ពោះខ្លាំងពេកទៅក៏ធ្វើឲ្យខ្ញុំឃ្លានលែងឃ្លានខ្លាចឃ្លានភ័យឃ្លានមិនចង់ឃ្លានទៅវិញអស់ចានមុនដំបូងឃ្លានចង់ស៊ីដល់បានស៊ីបាយជាស៊ីហួសឃ្លានដល់ស៊ីហួសឃ្លានទៅត្រឡប់ជាលែងចង់ស៊ីលែងចង់ឃ្លានទៅវិញនេះបានចំជាសម្បើមដល់មានរឿងរ៉ាវអញ្ចឹងខ្ញុំក៏ធ្លាក់ខ្លួនស្រត់គំនិតហើយខ្លាចទៅជាមនុស្សអស់ជំនឿខ្ញុំមិនមែនទើបនឹងអស់ជំនឿពេលនេះទេខ្ញុំអស់ជំនឿតាំងពីខ្ញុំចេះគិតចេះគូចេះថ្លឹងចេះពិចារណាម្លេះក៏ប៉ុន្តែខ្ញុំមិនដែលអស់ជំនឿដូចនៅពេលនេះទេហេតុអ្វីបានជាខ្ញុំអស់ជំនឿតើអ្វីដែលនាំឲ្យខ្ញុំអស់ជំនឿគិតឲ្យសោះគ្រប់ទៅគ្មានអ្វីក្រៅពីរូបខ្ញុំខ្លួនខ្ញុំគំនិតខ្ញុំអំពើខ្ញុំនោះទេដែលធ្វើឲ្យខ្ញុំអស់ជំនឿប្រយោជន៍ខ្មែរថ្ងៃទី23ខែវិច្ឆិកាឆ្នាំ1970ឃ្លានហួសពីការគិតនិយាយពីសិទ្ធិសេរីភាពកាលណាខ្ញុំសែនអស់កម្លាំងព្រោះអស់ជំនឿកាលពីដំបូងខ្ញុំចង់មានសិទ្ធិណាចង់បានពេករហូតតែឃើញឈាមហូរជាកម្រងផ្កាឃើញគ្រោះថ្នាក់អស់ជីវិតថាជាលបែងសប្បាយអុយលូបានសិទ្ធិនោះមកក្នុងដៃកណ្ដាប់កណាខ្ញុំឃ្លានអើយសែនឃ្លានជាងកាលណាទាំងអស់ឃ្លានជាងកាលមិនទាន់បានទៅទៀតខ្ញុំស៊ីខ្ញុំលិតខ្ញុំថើបខ្ញុំញុញីខ្ញុំក្រញិចខ្ញុំគ្រួតខ្ញុំខំខ្ញុំខ្ញែកខ្ញុំក្តិចរួចខ្ញុំលេបមិនតិចមិនទួចលេងលេបទាំងអស់តែម្ដងខ្ញុំហល់អើយហល់ខ្ញុំមិនទះទេខ្ញុំក្រហាយខ្ញុំខ្លោចផ្សាខ្ញុំក្តៅខ្ញុំតឹងពោះខ្ញុំចង់ក្អួតខ្ញុំចង់ចង្អោររួចខ្ញុំនឹងទៅដល់តាជិជូឬខ្ញុំឃើញតាជិជូបែកពោះស្លាប់ព្រោះឃ្លានហួសព្រំដែនឃ្លានហួសពីការពិតឃ្លានហួសមៀតឃ្លានមិនមើលទំនៀមទម្លាប់ឃ្លានមិនមើលពូជពងមិនមើលថាតើយើងជាអ្នកស៊ីនំប៉័ងឬស៊ីបាយ
មិនមើលថាយើងជាអ្នកស្រុកត្រជាក់ឬស្រុកក្តៅមិនមើលថាតើចិត្តគំនិតយើងទុំហើយឬនៅមិនមើលមុខមិនមើលក្រោយមិនមើលពិចារណាឲ្យបានច្បាស់លាស់រួចមកខ្ញុំហល់អន្ទះអន្ទែងព្រោះខ្ញុំឃ្លានហួសចន្ទោលធ្វើឲ្យខ្ញុំហល់ពោះដល់ហល់ពោះខ្លាំងពេកទៅក៏ធ្វើឲ្យខ្ញុំឃ្លានលែងឃ្លានខ្លាចឃ្លានភ័យឃ្លានមិនចង់ឃ្លានទៅវិញអស់ចានមុនដំបូងឃ្លានចង់ស៊ីដល់បានស៊ីបែរជាស៊ីហួសឃ្លានដល់ស៊ីហួសឃ្លានទៅត្រឡប់ជាលែងចង់ស៊ីលែងចង់ឃ្លានទៅវិញនេះបានចំជាសម្បើមដល់មានរឿងរ៉ាវអញ្ចឹងខ្ញុំក៏ធ្លាក់ខ្លួនស្រត់គំនិតហើយខ្លាចទៅជាមនុស្សអស់ជំនឿខ្ញុំមិនមែនទើបនឹងអស់ជំនឿពេលនេះទេខ្ញុំអស់ជំនឿតាំងពីខ្ញុំចេះគិតចេះគូចេះថ្លឹងចេះពិចារណាម្លេះក៏ប៉ុន្តែខ្ញុំមិនដែលអស់ជំនឿដូចនៅពេលនេះទេហេតុអ្វីបានជាខ្ញុំអស់ជំនឿតើអ្វីដែលនាំឲ្យខ្ញុំអស់ជំនឿគិតឲ្យសោកគ្រប់ទៅគ្មានអ្វីក្រៅពីរូបខ្ញុំខ្លួនខ្ញុំគំនិតខ្ញុំអំពើខ្ញុំនោះទេដែលធ្វើឲ្យខ្ញុំអស់ជំនឿប្រយោជន៍ខ្មែរថ្ងៃទី23ខែវិច្ឆិកាឆ្នាំ1970ខ្ញុំស្រណោះស្រណោកមានការមួយនោះប្រហែលជា20ឆ្នាំប្លាយឆ្នាំហើយអាយ៉ាប្រហែលជា20ប្លាយឆ្នាំមកហើយខ្ញុំបានទៅលេងបងប្អូននៅឯស្រុកស្រែនៅភូមិក្រាំងស្វាយឃុំក្រាំងបណ្ដោស្រុកកណ្ដាលស្ទឹងកាលនោះជាពេលឈប់សម្រាកវិសមការខែចែកខ្ញុំនៅតូចនៅឡើយអាយុប្រហែលជា10ឆ្នាំថ្ងៃមួយប្រហែលជាម៉ោង12ថ្ងៃត្រង់ខ្ញុំបានដើរទៅក្នុងព្រៃខាងត្បូងភូមិតែម្នាក់ឯងដើម្បីរកឃ្មុំលុះអស់កម្លាំងហើយថែមទាំងស្រែកទឹកផងខ្ញុំក៏បានដើរទៅជួបកសិករចំណាស់ម្នាក់ដែលខ្ញុំមិនស្គាល់ហើយដែលកំពុងតែដាក់ទឹកត្នោតនៅលើចុងត្នោតខ្ញុំស្រែកសួរគាត់ថាលោកពូទឹកត្នោតលក់ទេលក់មកឯងទិញប៉ុន្មានទិញ5កាក់ទិញយកទៅធ្វើអីបាទទិញទទួលទានឥឡូវខ្ញុំនិយាយមិនទាន់ផុតមាត់ផងស្រាប់តែឃើញកសិករនោះប្រែទឹកមុខបើកភ្នែកថ្លាសម្លឹងមើលមុខខ្ញុំសឹងតែជ្រូកប្រុសស្រីរួចប្រែសំឡេងនិយាយខ្លាំងមកខ្ញុំថាអ្នកនាងអុយផឹកប៉ុន្មានផឹកទៅកុំហាឡើងយកលុយមកនិយាយអ្នកគ្នាធ្លាប់ស្គាល់លុយហើយបើស្រែកឃ្លានក្រោយត្រូវសុំមកកុំហាឡើងនិយាយទិញនោះគ្នាមិនមែនកំណាញ់សពបើគ្រាន់តែផឹកមួយចំអែតទេសម្ដីគាត់ពេលនោះធ្វើឲ្យខ្ញុំភ័ន្តភាំងក្នុងចិត្តយ៉ាងខ្លាំងក៏ប៉ុន្តែនៅក្នុងពេលជាមួយគ្នានោះខ្ញុំក៏ត្រេកអរអាណែកដែរព្រោះគាត់ឲ្យខ្ញុំផឹកមិនអស់លុយហេតុអ្វីបានជាខ្ញុំសុំទិញគាត់មិនលក់ហើយបែរជាឲ្យខ្ញុំផឹកមួយឆ្អែតមិនយកលុយទៅវិញរឿងនេះមិនដឹងជាមានជំរឿប៉ុណ្ណាទេព្រោះកាលនោះខ្ញុំនៅតូចនៅឡើយមានដឹងអ្វីក្រៅពីសប្បាយនឹងបានផឹកទៅទេនោះទេលុះក្រោយមកនៅពេលដែលខ្ញុំដឹងក្តីកាលណាទើបខ្ញុំដឹងខ្ញុំយល់ជំរឿរបស់រឿងនេះហើយតាំងពីដឹងក្តីនោះមកខ្ញុំចេះតែនឹកស្រណោះស្រណោករឿងនោះសម័យនោះមិនចេះលះហែតែពេលណាទៅខ្ញុំបានជួបសម័យនោះវិញប្រយោជន៍ខ្មែរថ្ងៃទី5ធ្នូថ្ងៃទី4ធ្នូប្រយោជន៍ខ្មែរថ្ងៃទី8ធ្នូ1970បាញ់សម្រាប់ទៅល្អជាងខ្លួនគិតមើលគ្នាឥឡូវទឹកដល់ច្រមុះហើយតាំងពីប្រហែលខែមុនគ្នាដេញតុងទីនបានលុយជាច្រើនម៉ឺនគ្នាយកទៅចូលហ៊ុនជាមួយនឹងបងប្អូននៅឯស្រែសង្ឃឹមថាបានចម្រើនខ្លះហើយក៏ប៉ុន្តែសេចក្តីសង្ឃឹមខ្លាចជាស្របអ្វីក៏ខ្លាចទៅជាផ្សែងភ្លើងអស់រលីងផ្ទះសម្បែងនៅឯស្រែឆេះទៅជាផេះ
បងប្អូនពីស្រែមកនៅជាមួយពេញផ្ទះទំនិញឡើងថ្លៃលឿនដូចព្រួញមាត់អ្នកស៊ីរត់តែច្រើនផ្ទះនៅសែនចង្អៀតដើរអង្គុយសឹងទៅប៉ះគ្នាសឹងទៅរកកន្លែងដេកគ្មានណាមួយបងឈ្នួលផ្ទះណាមួយកូនឈឺណាមួយប្រពន្ធឈឺណាមួយខ្លួនឈឺហើយងាកទៅឆ្វេងកូនទាលុយទៅរៀនងាកទៅស្ដាំកូនទាលុយទៅកាត់កៅអៅមើលទៅមុខប្អូនទាលុយបងសាលាឈ្នួលមើលទៅក្រោយមកចាប់បំណុលមកទាលុយនៅជុំវិញខ្លួនភ្លើងសង្គ្រាមផ្ទុះគ្រប់កន្លែងពេលអង្គុយនឹកគិតទៅវាសនាជាតិហើយពេលដេកនឹកគិតទៅដល់រឿងខ្វះប្រាក់បងតុងទីនគេ2ខែមកហើយពេលដើរនឹកសិញ្ជឹងទៅឃើញតែរឿងគុកច្រវាក់នៅនឹងកែងជើងនឹកចុះនឹកឡើងឃើញតែការដេកដង្ហើមធំតែប៉ុណ្ណោះវិញមិនបានជាខ្លួនឯងមិនបងតុងទីនអីគេគ្នាចង់បងដែរប៉ុន្តែមនុស្សឈឺពេញផ្ទះមួយដើររកខ្ចីលុយគេមិនបានមួយទៅឲ្យគ្នាធ្វើម៉េចមួយទៅកូនប្រពន្ធឈឺតតែស្លាប់ឬមួយយកលុយបងតុងទីនទៅជួលគ្រូពេទ្យទៅទិញថ្នាំពេទ្យមើលកូនទាំង3ទាំង4ឲ្យជាសិនមកបើជួយសង្គ្រោះជីវិតកូនត្រូវខាតបងលុយតុងទីនហើយបើបងលុយតុងទីនត្រូវខ្លោចផ្សាចិត្តអាណិតកូនដែលដេកធ្ងោរអើឲ្យជួយតើមានអ្វីដែលខ្លោចផ្សាជាងពេលដែលឃើញកូនជឿស្រែកធ្ងោឲ្យឪជួយឬទេតើចិត្តឪពុកយ៉ាងណាហើយកាលបើឃើញកូនឈឺដង្ហក់ឃើញកូនស្រត់ទៅឃើញកូនស្រែកធ្ងោយ៉ាងអណយអធមប៉ាជួយផងប៉ាស្រែកទឹកណាប៉ាម៉ាក់ជឿណាស់ប៉ាវិលមកណាស់ប៉ាអស់កម្លាំងណាស់ប៉ាក្លៀនណាស់ប៉ាជួយផងខ្លួនឈប់និយាយទៅគ្នាតឹងទ្រង់ណាឃើញកូនឈឺម្ដងមិនមែនជាការសប្បាយទេក៏ប៉ុន្តែរឿងកូនឈឺដោយខ្លួនរឿងច្បាប់តុងទីនដោយខ្លួនអត់លុយទិញថ្នាំឲ្យកូនមិនដែលឲ្យកូនស្លាប់ដោយខ្វះលុយទិញថ្នាំទៅអត់លុយឲ្យកូនដេកពេទ្យរឿងនោះគ្មានទោសទេមិនជាប់គុកទេមិនអស់បនស័កទេមិនខុសនឹងច្បាប់រដ្ឋប្រវេណីទេមិនខុសច្បាប់អាជ្ញាទេតែបើខ្វះលុយបងតុងទីនវិញគឺមិនត្រឹមតែអស់លុយអស់បនស័កទេថែមទាំងជាប់គុកទៀតបើគេដេញគ្នាមិនឲ្យធ្វើការបើគេដកបកសាគ្នាបើគេយកគ្នាទៅដាក់គុកគ្រាន់បើគ្រាន់តែយកលុយតុងទីនទៅជួយជីវិតកូនគ្នានឹងសុំឲ្យគេបាញ់គ្នាសម្រាប់ចោលទៅល្អជាងហើយមិនបានជាខ្លួននិយាយអញ្ចឹងព្រោះស្លាប់ទៅវាអស់ខ្វល់មិនចង់ព្រួយខ្លោចផ្សាពីរឿងកូនដែលស្លាប់បន្តិចម្ដងដោយសារអត់ឃ្លានដោយសារគ្មានឪពុកចិញ្ចឹមដោយសារគ្មានឪពុកគ្រប់គ្រងដោយសារឪពុកជាប់គុកដោយសារអត់ផ្ទះនៅដោយសារស្រុកកើតសង្គ្រាមភ្នំពេញឆ្នាំ1970យុត្តិធម៌មនុស្សយ៉ាងម៉េចដែលអន្តិតឯងស្អប់ជាងគេគឺពួកយុគងពួកបោកប្រាស់លួចប្លន់គេពួកឆ្អិនលើស៊ីលើឆ្អិនក្រោមស៊ីក្រោមពួកខ្វះមនសិការជាតិពួកប្រេយផ្សៃកាប់សម្លាប់គេហើយមិនបានជាស្អប់ពួកនឹងជាងគេព្រោះពួកវាគ្មានសិលធម៌ក្នុងខ្លួនសោះមែនទៅឯងនិយាយចឹងអសមយ៉ាងដែរមនុស្សគ្មានសិលធម៌មានពីរបែបមួយបែបជាមនុស្សមានការអប់រំខ្លះមានការអប់រំខ្ពង់ខ្ពស់ក៏ឲ្យសរសើរក៏មានមួយបែបទៀតជាមនុស្សល្ងងខ្លៅខ្វះការអប់រំមនុស្សគ្មានសិលធម៌ទាំងពីរបែបនេះតើណាមួយដែលគួរឲ្យស្អប់ខ្ពើមជាងគេគឺមនុស្សគ្មានសិលធម៌ដែលមានការអប់រំខ្ពង់ខ្ពស់មនុស្សមានការអប់រំខ្ពង់ខ្ពស់ហើយមិនបានជាគ្មានសិលធម៌ទៅវិញដូចជាចម្លែកណាលោកបងទន្សាយឯងកុំឆ្ងល់រឿងហ្នឹងមនុស្សកាន់តែចេះគឺកាន់តែសាហាវឡើងករណីនេះមិនខ្វះទេឧទាហរណ៍នៅក្នុងលោកយើងនេះក្នុងអតីតកាលក៏ដូចជាក្នុងបច្ចុប្បន្នកាលដែរអន្តិតឯងនិយាយហ្នឹងគឺស្របនឹងគំនិតអន្តិតប្រុញដែរពីម្សិលមិញអន្តិតប្រុញប្រាប់គ្នាថាវត្ថុដែលគេស្អប់ខ្ពើមបំផុតហើយដែលខ្ពើមមិនចង់មើលថែមទៀតគឺតុលាការនេះឯងអន្តិតប្រុញបន្ថែមថាដែលគេស្អប់ខ្ពើមតុលាការជាងគម្រោងទៅទៀតក៏ព្រោះតែតុលាការជាមនុស្សដែលមានការអប់រំខ្ពង់ខ្ពស់ព្រោះតុលាការមិនមែនជាយុត្តិធម៌
ហើយព្រោះយុត្តិធម៌មិនមែនជាតុលាការដល់គ្នាចេះតែជជិកសួររកហេតុផលអន្តិតព្រុញគ្រាន់តែដកដង្ហើមធំហើយស្រែកធ្ងោតិចតួចដូចប្រៀបថាអូយុត្តិធម៌ជាទីស្នេហាអ្នកមិនដឹងទេឬថាមានគេយកឈ្មោះអ្នកទៅធ្វើជាខែដើម្បីយកមនុស្សស្លូតត្រង់ទៅធ្វើបាបនីទុនសាយសាស្ត្រាចារ្យបរិញ្ញាបត្រទស្សនវិជ្ជាជាន់ទ្រង់ភ្នំពេញថ្ងៃទី14វិច្ឆិកាឆ្នាំ1971ឧបមាទឹកព្រុញឯងឥឡូវប្រើបច្ចេកទេសចាប់ចូលមនុស្សស្លូតត្រង់យកទៅឃុំបានច្រើនទេលបងឥឡូវធនចាប់ចងរបៀបហ្នឹងគេឈប់ប្រើហើយពុំមានគេមិនគឺមានដោយអចេតនាព្រោះនៅក្នុងវិជ្ជាជីវៈតែមានភ័ន្តច្រឡំជាធម្មតាថាអញ្ចឹងក៏ស្រួលមួយយ៉ាងដែរចាប់ឃុំឃាំងក៏ជាការធម្មតាដោះលែងវិញដោយមិនបាច់ជំនុំជម្រះក៏ជាការធម្មតាព្រោះវាជាការភ័ន្តច្រឡំនៅក្នុងវិជ្ជាជីវៈជាធម្មតាតែបើម្លឹងថ្ងៃណាមួយគ្នាច្បាស់ជាជាប់ឃុំឃាំងជាធម្មតាមិនកានឡើយមិនចាំបាច់តុលាការធ្វើអ្វីទេព្រោះវាធម្មតាទៅហើយរឿងហ្នឹងជារឿងចំនួនមុនទេគឺរឿងចំនួនមុននឹងហើយដែលនាំឲ្យមនុស្សចំនួនក្រោយចេះនោះយើងបន្តចំណេះពីចំនួនមួយទៅចំនួនមួយហើយដល់បន្តចំណេះធុននឹងជាធម្មតាទៅអ្នកក្លាហានច្រើនតែបាក់ស្បាតជាធម្មតាបាក់ស្បាតយ៉ាងម៉េចឧបមាថាគេបានចាប់ឃុំឃាំងសាស្ត្រាចារ្យបរិញ្ញាម្នាក់លេងទៅទេអស់ចំនួនពី3ឆ្នាំហើយគ្មានជំនុំជម្រះរកខុសត្រូវដល់ចេញពីគុកមកវិញគ្រាន់តែដឹងថាមានប៉ូលីសសម្ងាត់ដើរក្លំមើលគ្នាស្រាប់តែសាស្ត្រាចារ្យនោះលែងធ្វើស្គាល់គ្នាចេះតែគេចមុខពីគ្នាតែម្ដងនឹងហើយដែលគេហៅថាបាក់ស្បាតបច្ចេកទេសបន្តិតឯងស័ក្តិសិទ្ធណានាយទុនសាយខ្មែរឯករាជ្យថ្ងៃទី16វិច្ឆិកាឆ្នាំ1971យុទ្ធធរបន្តិតឯងឆ្លើយមកមើលភូតភរកុហកឬបោកប្រាស់មនុស្សដូចគ្នាជាយុត្តិធម៌ឬអយុត្តិធម៌ជាអយុត្តិធម៌មិត្តបោកប្រាស់មិត្តជាអយុត្តិធម៌គឺអយុត្តិធម៌មិត្តបោកប្រាស់ខ្មាំងសត្រូវជាអយុត្តិធម៌ដែរបន្តិតឯងឆ្លើយមកមើលកាប់សម្លាប់ឬធ្វើបាបមនុស្សដូចគ្នាជាយុត្តិធម៌ឬអយុត្តិធម៌គឺអយុត្តិធម៌មិត្តកាប់សម្លាប់មិត្តធ្វើបាបមិត្តជាអយុត្តិធម៌ដែរជាអយុត្តិធម៌ចុះបើមិត្តកាប់សម្លាប់ធ្វើបាបខ្មាំងទៅត្រូវមានកប៉ាល់មួយលិចនៅកណ្ដាលសមុទ្រមិត្ត10នាក់បាននាំគ្នាទៅជិះកូនទូកមួយដែលមានចំណុះតែ3នាក់យ៉ាងច្រើនបំផុតដើម្បីកុំឲ្យកូនទូកនោះលិចស្លាប់ទាំងអស់គ្នាហើយមិត្ត8នាក់ក៏ចាប់មិត្ត2នាក់នោះបោះចោលទៅក្នុងទឹកសមុទ្រហើយ2នាក់នោះក៏លង់ទឹកស្លាប់ទៅហើយមិត្តសម្លាប់មិត្តបែបនេះជាអយុត្តិធម៌ដែរនៅពេលឃើញកងពលខ្លួនខូចទឹកចិត្តមេតបម្នាក់បានភូតកុហកបោកប្រាស់ថាកងពលជំនួយមកជិតដល់ហើយកងពលក៏មានសេចក្តីក្លាហានឡើងវិញមិត្តតើមិត្តភូតកុហកបោកប្រាស់មិត្តនេះជាអយុត្តិធម៌ដែរនេះទុនសាយសូមអ្នកអានសូមអ្នកស្ដាប់ឆ្លើយខ្លួនឯងចុះចប់ហើយ